บัตรบองโจ้ยบ่คนครูคนจึงยืนดาวมองประชุมก็คือสมรบดูออกเงียนอัดหยาดโจประชุมได้ถึงជាបឋមខ្ញុំសូមគោរពថ្នាក់ដឹកនាំក្រសួងលោកធានវិធាននិងយុវសាលានីយការទាំងអស់ដែលបានចូលរួមក្នុងអង្គប្រជុំហើយខ្ញុំបានឈ្មោះគៀតមករាជានាយករងនៃសាលាអង្គសាសិទ្ធិខេត្តពោធិ៍សាត់ហើយជាអនុប្រធានតំបន់1ខ្ញុំជាអ្នកដឹកនាំប្រធានប្រចាំខេត្តពោធិ៍សាត់ហើយថ្ងៃនេះជាវេនដែលខ្ញុំត្រូវធ្វើជាប្រធានក្នុងអង្គប្រជុំតំបន់1យើងហើយនៅក្នុងនេះដែរមានរបៀបវរៈ4វិវរៈទី1ពិនិត្យវត្តមានតាមខេត្តទី2របាយការណ៍វឌ្ឍនភាពស្ដីពីតេស្តគណៈកម្មការគម្រោងមេរៀនមានច្រើនម៉ោងការសន្សំប្រាក់បំណិនរកចំណូលនិងគុំបៃតងវិវរៈទី3របាយការណ៍ស្ដីពីការរៀបចំញាសាតេស្តប្រចាំខែដោយផ្អែកលើចលនាការខ្មែរនិងគណិតទី1ដល់ទី6ហើយទី4តាមការចឹងលោកគ្រូលើខ្ញុំនិយាយដែរតើលោកគ្រូចាលើលោកគ្រូលើបាទខ្ញុំខ្លាចនិយាយតែឯងនៅពេលចឹងទៅស្ងាត់ឈឹងអញ្ចឹងអត់អញ្ចឹងដោយវិបរៈបានបោះទៅតាមនឹងហើយក៏លោកគ្រូបានមើលហើយដែរអញ្ចឹងក្នុងហ្នឹងវិបរៈទី1ពិនិត្យវត្តមានតាមខេត្តហ្នឹងមានន័យថានៅខេត្តដែលបានចូលរួមហ្នឹងមិញលោកគ្រូបញ្ឈឹងឆ្លើយមួយហ្នឹងអញ្ចឹងនៅសល់ខេត្ត4លោកគ្រូវិចិត្រតារាខាងទាយមានជ័យក៏ឃើញដែរនៅគ្រូសៀងបូរ៉ាក៏បានចូលដែរលោកគ្រូបាទចូលលោកគ្រូចូលបាទស្ងាត់គ្រូអរគុណគ្រូគឺគ្រូខាងកំពង់ឆ្នាំងគ្រូអនពិសិដ្ឋគ្រូខាងកំពង់ឆ្នាំងបានចូលរួមទេគ្រូតែគាត់អត់ទាន់បានចូលនៅលវលដល់មានជ័យលោកគ្រូង៉ែតសុកពេងចឹងដើម្បីកុំឲ្យខាតពេលហើយយើងជួនេះចឹងខ្ញុំសូមឲ្យលោកគ្រូខាងបាត់ដំបងមុនគេទៅតែនិយាយពីវឌ្ឍនភាពចាំសប្តាហ៍របស់សាលាលោកគ្រូបាទអរគុណបងគិតមកតានៃអនុប្រធានតំបន់មួយដែលជុំនេះជាផងសូមក្រុមអង្គខ្ញុំសូមក្រុម
លោកគ្រូដែលជាអ្នកសម្របសម្រួលប្រចាំតំបន់មួយសូមអនុញ្ញាតជម្រាបសួរដល់លោកលោកស្រីតំណាងឲ្យមន្ទីរអប់រំគុណឡារាជខេត្តសូមគ្រប់ជម្រាបសួរដល់លោកនាយិកាលោកស្រីប្រធានលោកធានតំបន់ទាំងអស់ដែលមានវត្តមានទីនេះសម្បត្តិឈ្មោះឆែមប៊ុនចិនជាអ្នកសម្របសម្រួលប្រចាំខេត្តបាត់ដំបងបាទតកតងទៅនឹងវត្តភាពការប្រជុំថ្ងៃនេះតែដើមឆ្នាំខែមករាកម្មការគ្រប់គ្រងសាលាកម្មការគ្រប់គ្រងថ្នាក់រៀនប្រមាណប្រាក់ចំណូលចាស់ខ្ញុំផ្ញើរបាយការណ៍ជូនបាទផ្ញើរបាយការណ៍ជូនអញ្ចឹងខ្ញុំអត់បានអានទេខ្ញុំបាច់អានទេដោយសារតែឲ្យខាត់ពេកចឹងខ្ញុំលើកឡើងអំពីតែបញ្ហាប្រឈមក្នុងសង្គមពលសម្រាប់ខេត្តបាត់ដំបងដែលខ្ញុំបានប្រជុំប្រចាំសប្តាហ៍ខេត្តបាត់ដំបងលើកឡើងអង្គប្រជុំในឱកាសនេះបាទសម្រាប់បាត់ដំបងអញ្ចឹងតាមរយៈការតាមរយៈការប្រជុំជាមួយនឹងថ្នាក់ដឹកនាំមន្ត្រីក៏ដូចជាការិយាល័យក្នុងក្រុងស្រុកសម្រាប់ខេត្តបាត់ដំបងហើយយើងមានបញ្ហាមួយចំនួនដែលជាបញ្ហាប្រឈមទីមួយទាក់ទងនឹងការប្រជុំហើយខ្ញុំសូមលើកឡើងតែម្ដងការប្រជុំយើងមកគិតជាការអនុវត្តក្នុងតំបន់មួយមានតែបាត់ដំបងនេះច្រើនទេមានចំនួនរហូតដល់76 77សាលាទាំងសាលាស្ម័គ្រចិត្តក្នុងខេត្តបាត់ដំបងអញ្ចឹងរាល់ការប្រជុំវត្តភាពប្រចាំខេត្តគឺយើងមានការចូលរួមនឹងបាទបានតិចបាទមិនតិចណាស់ទេចង់និយាយថាវាមិនបានគ្រប់ចំនួនណាដល់ពេលអញ្ចឹងទៅអ្នកដែលគេបានស្ដាប់បានចូលរួមប្រជុំប្រចាំសប្តាហ៍រាល់ពេលដែលមានវគ្គសិក្ខាសាលាទៅគេដើរទៅដោយរលូនដោយឡែកតែសាលាមួយចំនួនបញ្ហាប្រឈមទីមួយគឺគាត់បានចូលរួមប្រជុំបើដាច់វគ្គនៃការប្រជុំនោះទៅគាត់ខ្ជិលលែងចង់ចូលរួមទី1ទី2សាលាមួយចំនួនហ្នឹងគាត់លំអូនលំអែតាក់ទងនឹងប្រព័ន្ធសេវាអ៊ីនធឺណិតដល់ពេលអញ្ចឹងទៅក៏ពិបាកបើសិនជាប្រជុំព្រឹកនៅសាលាគាត់ហ្នឹងអត់មានសេវាទេហើយដល់ពេលយកមកផ្ទះបានមានសេវានេះជាបញ្ហាមួយតាក់ទងនឹងសេវាអ៊ីនធឺណិតតាក់ទងនឹងការប្រជុំប្រព័ន្ធនេះផ្សេងមួយទៀតតាក់ទងនឹងការចូលសម្អាតប្រព័ន្ធនេះផ្សេងក៏យើងមិនទាន់បានគ្រប់សាលាឡើយដែរបាទមិនទាន់គ្រប់សាលានៅឡើយទេទាំងជាមួយសាលាហ្នឹងបាទហើយមួយទៀតនោះតាក់ទងទៅនឹងបញ្ហាជាច្រើនដូចជាផែនការកែលម្អសាលារៀនក៏យើងមិនទាន់មាននៃការសម្ភារនេះចាំខ្ញុំបញ្ជូននឹងរបាយការណ៍ជូនទៅតាមក្រោយដោយសារតែបាត់ដំបងបានអនុវត្តខ្លះហើយបានតិចទៅដែរទេហើយខ្ញុំនឹងបញ្ជូនរបាយការណ៍តាមក្រោយបាទហើយដោយមានមួយទៀតតាក់ទងទៅនឹងសាលាមួយចំនួននៅក្នុងខេត្តហ្នឹងគាត់ធ្វើតេស្តអត់ទាន់ហើយទេតេស្តទី1តេស្តស្តង់ដារទី1ហ្នឹងមិនទាន់បានគ្រប់នៅឡើយទេដោយបញ្ហាដែលខ្ញុំបានលើកឡើងវិញចឹងគឺទី1ដោយសារតែការចូលរួមរបស់គាត់ហ្នឹងមិនបានជាប់លាប់ចឹងដាច់រយៈនៃការប្រជុំដាច់និយាយថាដាច់សង្វាក់នៃការចូលរួមប្រជុំយើងទៅមិនដឹងថាគេឲ្យធ្វើអីដល់ណាហើយនេះជាបញ្ហាប្រឈមសម្រាប់ខេត្តបាត់ដំបងរបស់យើងហើយបញ្ហាប្រឈមនេះខ្ញុំបានប្រជុំជាមួយនឹងថ្នាក់ដឹកនាំមន្ទីរការិយាល័យស្រុកដើម្បីរកដំណោះស្រាយអញ្ចឹងដំណោះស្រាយរបស់ខ្ញុំគឺខ្ញុំតាក់ទងទៅផ្ទាល់ទៅអប់រំស្រុកបាទនីមួយទាំង14ស្រុកហ្នឹងបើសិនជាសាលាណាមានការយឺតយ៉ាវនៅចំណុចណាមួយគឺខ្ញុំតាក់ទងទៅផ្ទាល់តែម្ដងហើយការតាក់ទងនោះគឺមានការឆ្លើយតបតែឥឡូវនេះបញ្ហាប្រឈមនោះយើងកំពុងតែបាននឹងឲ្យពួកគាត់ហ្នឹងចាប់ដើមធ្វើហើយបានន័យថាចាប់ដើមដំណើរការនៃការរៀបរយតេស្តស្តង់ដាររៀបរយសម្អាតប្រព័ន្ធរៀបរយបញ្ហាជាច្រើនទៀតអញ្ចឹងយើងកំពុងតែបានរៀបរយហើយនេះតើតើនឹងខេត្តបាត់ដំបងហើយខ្ញុំក៏មិនមានអីច្រើនទៀតដែរខ្ញុំសូមចូលរួមប៉ុណ្ណឹងចុះបាទសូមអរគុណបាទអរគុណលោកគ្រូប៊ុនឈឿនខាងដំបងបញ្ហាប្រឈមរបស់លោកគ្រូ
ស្តៀងនឹងខេត្តខ្ញុំថាលោកគ្រូ សូមអធិស្ឋានលោកគ្រូសូមលោកគ្រូមកក្រៅសូមរំខានបន្តិចលោកគ្រូសូមចូលរួមបន្តិចតកតងជាមួយនឹងរបាយការណ៍រូបហើយសូមលោកគ្រូចូលទៅបំពេញនៅក្នុង link ដែលខ្ញុំបានដាក់នៅខាងក្នុងហ្នឹងដើម្បីបានជារបាយការណ៍ប្រជុំល្ងាចនេះអញ្ចឹងលោកគ្រូមិនបាច់ផ្ញើមកទេចូលទៅបំពេញតែម្ដងណាអរគុណលោកគ្រូតាមខែទាំងអស់បាទអរគុណ បាទអរគុណច្រើនលោកគ្រូប៊ុនថាអញ្ចឹងក៏ល្អដែរយើងនិយាយទៅឆ្លងពីដល់ទៅយើងវឌ្ឍនភាពនៅខាងតារាងគឺមិនថាបានដាក់ចូលគ្រប់វិញអញ្ចឹងทีมខេត្តរបស់យើងមួយគាត់គ្រាន់តែពេញនៅក្នុងហ្វមដែលគាត់បានផ្ញើទៅជាការស្រែកអីអញ្ចឹងយើងនិយាយតែបញ្ហាប្រឈមនឹងទី3ការត្រៀមធ្វើតេស្តប្រចាំខែដោយត្រៀមធ្វើវិញ្ញាសាអញ្ចឹងខាងខេត្តមិនទាញមានជ័យឬរៀបចិត្តតារា បាទសូមជម្រាបសួរបាទលោកធានអង្គជុំបាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូបាទជាតំណាងបាទប្រចាំខេត្តមួយបាទជាទីគោរពបាទដូចជាអ្នកសម្របសម្រួលទៅខាងសកលបាទជាទីគោរពបាទសម្រាប់វឌ្ឍនភាពនៅក្នុងខេត្តបន្ទាយមានជ័យខ្ញុំនឹងផ្ញើចូលទៅក្នុងបាទតំណលេងរបស់គ្រូវណ្ណហានបាទហើយសម្រាប់បញ្ហាប្រឈមសម្រាប់ខេត្តបន្ទាយមានជ័យខ្ញុំបាទគឺបញ្ហាតាមស្រុកមួយគឺមានស្រុកចំនួន2ដែលគាត់3សប្តាហ៍ហើយគឺมันផ្ដល់របាយការណ៍មកឲ្យខេត្តសម្រាប់បូកសរុបទេបានជាការលំបាកមួយដែរអញ្ចឹងយើងមាន9ស្រុកក្រុងសម្រាប់បន្ទាយមានជ័យតែ2ខេត្តហ្នឹងគឺ2ស្រុកហ្នឹងគឺលំបាកបាទហើយសម្រាប់តំបន់សេវាអីគឺយើងអត់មានខេត្តណាតំបន់ណាអត់សេវាទេតែគាត់ថាសកម្មភាពបាទ3សប្តាហ៍ក្នុងខែកន្លងផុតទៅហ្នឹងគឺរាល់របាយការណ៍យើងពិបាកប្រមូលបាទហើយជាពិសេសតកតងនឹង ICT ការបិទភ្ជាប់តំណអីហ្នឹង47សាលាទៅតែបិទភ្ជាប់បាន5សាលាទេហើយសាលាដែលយើងបានផ្ញើមេទៅជូនគាត់ត្រឡប់ទៅវិញហ្នឹងគឺបានជិត40សាលាហើយខ្វះតែ7សាលាទៀតទេដែលអត់ទាន់ឃើញបិទភ្ជាប់មេយើងកំពុងតែទំនាក់ទំនងហ្នឹងសិតតែជាបញ្ហាប្រឈមបាទហើយឯដំណោះស្រាយបាទយើងនឹងមានការប្រជុំបាទសាលាទាំង47នៅក្នុងខែ8នេះជាមួយថ្នាក់ដឹកនាំមន្ទីរបាទប៉ុន្តែមិនទាន់បានប្រកាសថានឹងជ្រើសរើសយកថ្ងៃទីប្រមាណទេអញ្ចឹងថ្នាក់ដឹកនាំលោកកំពុងតែគិតគូរហើយមួយទៀតហើយយើងបានស្នើសុំការលិខិតបង្គាប់ការពីមន្ទីរกับឯកភាពហើយអញ្ចឹងរងចាំតែយើងផ្ញើជូនបាទសមាជិកភាពដែលត្រូវប្រកាសបាទក៏ប៉ុន្តែសមាជិកភាពមួយចំនួនហ្នឹងដែលយើងបានរៀបចំពីមុនហ្នឹងហាក់ដូចជាបាត់សកម្មភាពដែរហើយយើងក៏កំពុងតែជជែកគ្នាហើយគិតគូរថាត្រូវផ្លាស់ប្ដូរយ៉ាងម៉េចដើម្បីដាក់អ្នកដែលគាត់មានសកម្មភាពបាទអញ្ចឹងបានជាការផ្ញើជូនទៅថ្នាក់មន្ទីរហ្នឹងមានភាពយឺតយ៉ាវអញ្ចឹងដោយសារតែយើងប្រមាណមើលដល់សមាជិកភាពពួកការចូលរួមកាន់តែចុះខ្សោយទៅធ្វើឲ្យខេត្តទីមានជ័យហ្នឹងវឌ្ឍនភាពយឺតមែនទែនបាទហើយអ្វីដែលជាចំណុចចាក់ដោតខ្លាំងបំផុតហ្នឹងគឺដោយសារតែសាលាភាគច្រើនគាត់យឺតយ៉ាវក្នុងការធ្វើតេស្តដើមឆ្នាំជាហេតុធ្វើឲ្យការអនុវត្តគម្រោងផ្សេងហ្នឹងគឺមានការយឺតយ៉ាវជាបន្តបន្ទាប់បាទហើយដែលសាលាដែលមានការរីកចម្រើនដែលតនកម្មវិធីហ្នឹងគេឈានចូលដល់បៃតងឈានចូលដល់ការសន្សំប្រាក់បានបដាហើយរៀបចំផែនការលម្អអីបដាហើយអញ្ចឹងយើងនៅយឺតយ៉ាវតកតងនឹងតេស្តហ្នឹងមាន
3ស្រុកក្រុងបាទបូកផ្សំនឹងស្រុកក្រុងដែលមិនសូវមានវឌ្ឍនភាព2ទៀតគឺវា5វា 50% អញ្ចឹងហើយនៅក្នុងស្រុកក្រុងហ្នឹងក៏មានអ្នកលឿនដែរក៏ប៉ុន្តែហាក់ដូចជាមិនអាចអូសបានដោយសារការមិនសូវចូលរួមប្រជុំហ្នឹងឲ្យបានញឹកញាប់សូម្បីតែយើងទម្លាក់ដំណ Telegram ចូលទៅ channel ដែលយើងបានទទួលពីខាងតំបន់យកទៅដាក់ហើយក៏គាត់អត់មានពេលមើលដែរហើយសាលាមួយចំនួននៅតែទេសួរដែររឿងអ្វីដែលបានធ្វើកន្លងមកហើយអញ្ចឹងជាបញ្ហាប្រឈមសម្រាប់ទីមានជ័យខ្ញុំបាទហើយសម្រាប់ជាសំណូមពរហ្នឹងគឺมันមានអីទេបាទគឺគ្រាន់តែថាយើងរងចាំមន្ទីរលោកដោះស្រាយសិនបើសិនជាមន្ទីរដោះស្រាយមិនបានចាំលើកសំណុំពរនឹងជូនអង្គប្រជុំនៅវគ្គក្រោយបាទឥឡូវយើងកំពុងតែត្រៀមថាបើសិនជាឆ្លងកាត់ថ្នាក់មន្ទីរមិនជោគជ័យហើយអញ្ចឹងយើងនឹងសម្រេចប្រកាសសាលាណាដែលគាត់មិនចូលរួមផ្ញើជូនទៅថ្នាក់ដឹកនាំឥឡូវយើងអត់ចូលទេនៅតែចូលទេប៉ុន្តែយើងព្យាយាមសួរគាត់ឲ្យអស់លទ្ធភាពសិនបាទរងចាំមន្ទីរជួយនៅថ្ងៃប្រជុំផ្ទាល់សិនបាទអញ្ចឹងមន្ទីរមានជ័យខ្ញុំគឺមានតែប៉ុណ្ណឹងបាទសូមអរគុណបាទសូមអរគុណលោកគ្រូតារាលោកគ្រូតារាអញ្ចឹងខាងទីមជ័យលោកគ្រូមានបានមានកម្រងរៀបចំធ្វើវិញ្ញាសាតែចាំខែណាគ្រូបាទតកតងនឹងវិញ្ញាសាតែខ្ញុំបាន forward បន្តទៅក្នុងក្រុមរបស់ស្រុកមួយហើយបាទប៉ុន្តែមិនទាន់បានឆ្លើយតបមកវិញទេគ្រាន់តែបោះជូនហើយសង្ឃឹមថាគាត់នឹងបានយកហើយយកទៅប្រើប្រាស់បាទហើយយើងអត់ទាន់បានបញ្ជាក់ពួកគាត់ទេដោយសារតែវឌ្ឍនភាពមួយចំនួនហ្នឹងគឺប្រមូលអត់បានអញ្ចឹងកាលណាយើងដាក់ទៅមួយទៀតទៅធ្វើឲ្យគាត់កាន់តែស្មុគស្មាញក៏ខ្ញុំគាត់ទៅផ្ញើចូលសិនអត់ទាន់បានបញ្ជាក់ទេបាទសូមអរគុណគ្រូសូមអរគុណដល់ទៅសូមទៅខាងបៃលិនវិញដល់គ្រូសៀងបូរាគ្រូចូលរួមគ្រូបាទជំរាបសួរលោកគ្រូនៅក្នុងកម្មវិធីគ្រប់អានបាទតើតើ file នឹងអីទេដូចតើខាងលោកគ្រូប៊ុនឈីមបាត់ដំបងហើយលោកគ្រូតារាពីជ័យគឺដូចតែគ្នាទេអត់គ្រប់គ្នាទេហើយមួយទៀតគាត់ថាខេត្តខ្ញុំហើយខ្ញុំលើកបញ្ហាប្រឈមម្ដងដោយសារខ្ញុំបានបញ្ហាប្រឈមខ្ញុំបានផ្ញើចូលដែរតែពេលអស់តើខាង file ខ្ញុំអត់ខុសពីលោកគ្រូប៊ុនឈីមហើយនិងលោកគ្រូនេះដូចតែគ្នាគ្រាន់តែថាខេត្តខ្ញុំវាតិចគឺស្រួលជាងតែទៅជាបាក់វិញបាក់មិនយ៉ាងខាងលោកគ្រូគាត់មានថាដឹកនាំជួយជំរុញឲ្យខាងខ្ញុំបលិននេះកាលពីថ្ងៃសុក្រលោកជាកាលៃបឋមនៅមន្ទីរគាត់ចុះមកអធិការកិច្ចនៅសាលាចឹងខ្ញុំបានសួរនាំតេតើគម្រោងឡើងគាត់ថាទៅសិនហើយគាត់អត់មានជំរុញយើងសួរគាត់ឲ្យចឹងណាហើយមើលស្អែកទៀតស្អែកនេះខាងអធិការកិច្ចម្ដងគាត់ចុះមកសាលាខ្ញុំទៀតដែរចឹងហើយមកខ្ញុំសួរនាំគាត់ឲ្យគាត់ជួយជំរុញបន្ថែមតើការងារហ្នឹងប៉ុន្តែខាងខ្ញុំពេលហ្នឹងទៅមកបដាហើយដោយសារខ្ញុំបានប្រជុំពីថ្ងៃសៅរ៍កន្លងទៅហើយបាទវឌ្ឍនភាពនោះអាចជាបានទៅលើការងារការគណៈកម្មការគ្រប់គ្រងសាលារៀនបន្ថែមហើយនឹងការសំប្រាក់ព្រោះគាត់នឹងរៀបចំបដាបន្ថែមទៀតឲ្យឡើងទៅលេខហើយគាត់បានធ្វើអញ្ចឹងគ្រូបាយអ៊ំហើយមានតែផលបានហើយមួយវិញទៀតចង់ជម្រាបជូនលោកគ្រូដែរតើខាង Kalen ខ្ញុំបានដូរការប្រជុំប្រចាំខេត្តហើយមានការណែនាំពីលោកគ្រូវ៉ាន់ឋានដែរដោយសារខេត្តបន្តិចតើការប្រជុំប្រចាំខេត្តគឺខ្ញុំដូរដោយសារការប្រជុំរៀងរាល់ថ្ងៃសៅរ៍នោះការចូលរួមតិចពេកក្នុងចំណោម12សាលាចូលបាន8នាក់ឬក៏6នាក់បានពេញចឹងទៅធ្វើឲ្យការកម្មវិធីក៏តែយើងខលទូរស័ព្ទបន្ថែមទៀតចឹងទៅមានការពិបាកឥឡូវនេះពួកខ្ញុំបានឯកភាពនេះដល់មកប្រជុំនៅថ្ងៃអង្គារវិញមកវេលាម៉ោង7 8យប់ម៉ោង7ដល់ម៉ោង9យប់ដោយសារយើងប្រជុំរួមជាមួយ IT ចាំខែតែម្ដងបាទចឹងខាង Kalen ខ្ញុំក៏អត់បានឯកភាពពីលោកគ្រូតារានិងលោកគ្រូ
mình chim nó được kia bay đặt tầm đó cứ mình không như thế còn thà lấy còn là dùng dùng rồi tới càng nghe chuyện tới tàu hai tết tên tại đây được đồ đá để tên tay trăm khai nó cứ ban po vớt chun cái group slide ta ở trong khi bộ con slide to mà trong là nhầm nhầm năng lực rồi សូមអរគុណគ្រូបុរាណអញ្ចឹងយើងបន្តទៀតចូលកំពង់ឆ្នាំងម្ដងគ្រូអនវិសិទ្ធនៅខេត្តកំពង់ឆ្នាំងបានចូលរួមនេះគ្រូមានសួរគ្រូខាងកំពង់ឆ្នាំងគ្រូបានចូលរួមដែរគ្រូស្ងាត់ពុំឆ្នាំងហើយក៏អត់តន់ចូលមិនក៏យើងបន្តទៅដល់មានជ័យវិញមកយើងណែតសុខេងសូមអញ្ជើញលោកគ្រូលើកដៃគឺ បាទអរគុណសូមអធិស្ឋានតិចកន្លែងហ្នឹងបើកវងកញ្ចក់តិចនៅខេត្តឧត្តរមានជ័យហ្នឹងតើលោកគ្រូង៉ែតសុភេឬក៏លោកគ្រូលិនតារាសូមបញ្ជាក់កន្លែងហ្នឹងតិចមកពីព្រោះសមាជិកភាពនៅខេត្តឧត្តរមានជ័យដូចជាមានការផ្លាស់ប្ដូរអញ្ចឹងណាសូមគ្រូឆែកមើលតារាងឡើងវិញតិចហ្នឹងគ្រូបាទអរគុណ បាទគ្រូអរគុណខ្ញុំមើលក្នុងតារាងឃើញដាក់ណែតសុខេងវិញក៏ជាអាចមានការផ្លាស់ប្ដូរយ៉ាងណាគឺខ្ញុំអត់ទាន់បានដឹងដែរលោកគ្រូបើសិននិយាយមានការផ្លាស់ប្ដូរយើងដូចជាមានការផ្លាស់ប្ដូរតែ ICT ទេលោកគ្រូខាងគ្រូបង្គោលខាងបច្ចេកទេសនៅអត់មានលើការផ្លាស់ប្ដូរទេបាទអញ្ចឹងប្រហែលជាខ្ញុំមើលច្រឡំព្រោះខ្ញុំមើលនៅក្នុងផ្នែកគណៈគ្រប់គ្រងក្នុងការរាយការណ៍វឌ្ឍនភាពគឺលោកគ្រូលិនតារាបាទអញ្ចឹងខ្ញុំមិនដឹងថាតើលីងមួយណាពិតប្រាកដអីចឹងបាទសូមអរគុណខាងវិស័យបឋមណាបាទអរគុណ ជំរាបសួរខាងម្ដងនេះគ្រូបានចូលរួមណាលោកគ្រូអធិស្ឋានផងលោកគ្រូថ្ងៃសុភេនគាត់មកជាអ្នកសម្របសម្រួលនៅក្នុងស្រុកវិញលោកគ្រូគាត់ជាអ្នកសម្របសម្រួលក្នុងស្រុកលោកគ្រូដូច្នេះគាត់បានចូលរួមលោកគ្រូអញ្ចឹងដូរលោកគ្រូសុខេងលោកគ្រូដែលកាន់បន្តពីគាត់ដល់ដល់គ្រូឲ្យគ្រូប្រាប់សមាជិកមកដើម្បីគាត់ចូលក្នុងនេះវិញគ្រូ បាទអធិស្ឋានផងលោកគ្រូខ្ញុំគ្រាន់តែជា IT ប្រចាំនៅក្នុងសាលារៀនមួយលោកគ្រូនៅក្នុងស្រុកសត្យាវសាទីរំភពផងសាលោកគ្រូដូច្នេះរាល់ព័ត៌មានរបស់ខេត្តគឺខ្ញុំអត់ធ្វើដើមបានទេតែខ្ញុំអាចក្តាប់បានព័ត៌មានរបស់ខ្ញុំតែនៅក្នុងស្រុកលោកគ្រូ អញ្ចឹងលោកគ្រូដាក់បានប៉ុណ្ណឹងគ្រូប្រាប់ប៉ុណ្ណឹងដើម្បីយើងបានជាបាយការខ្លះគ្រូ បាទលោកគ្រូបាទជាធំគ្រប់បាទលោកគ្រូអ្នកគ្រូបាទមានវត្តមាននៅក្នុងអង្គប្រជុំទាំងនេះបាទសម្រាប់ខ្ញុំជាគ្រូបង្គោល ICT ប្រចាំស្រុកកពាំងប្រាសាទដូច្នេះទាំងសាលាស្ម័គ្រចិត្តនិងសាលាគម្រោងក្នុងស្រុករបស់ខ្ញុំគឺមាន39សាលាហើយចំពោះបញ្ហាបញ្ចូលព័ត៌មានសិស្ស គឺទាំងសាលាគម្រោងហើយនិងសាលាស្ម័គ្រចិត្តឃើញថាខាងខ្ញុំធ្វើបានទង់ 70% លោកគ្រូជួបព័ត៌មានសិស្សហើយនៅសម្រាប់ការបញ្ចូលព័ត៌មានលោកគ្រូហើយមួយទៀតការបញ្ចូលបន្ទុកសិស្សតេស្តសិស្សឃើញថាសាលាស្ម័គ្រចិត្តគាត់បញ្ចូលបានទង់ប្រហែលជា 40% លោកគ្រូនៃសាលាទាំងស្រុងទាំងផ្សេងគ្រូ ហើយគាត់កំពុងតែដុតដៃដុតជើងរៀបចំបញ្ចូលនឹងលោកគ្រូ
ហើយចំពោះសាលាបៃតងបំរិនរោចំណូលគឺខាងខ្ញុំអត់ទាន់រៀបចំដល់ឡើយគឺគ្រូតាកំពុងតាបញ្ចូលព័ត៌មានសិស្សនៃសាលាស្ម័គ្រចិត្តនោះគ្រូកំពុងតាជួយសម្រួលគាត់បាទដូច្នេះនៅស្រុករបស់ខ្ញុំគឺមានតែប៉ុណ្ណឹងលោកគ្រូបាទសូមអរគុណសូមអរគុណគ្រូអញ្ជើញគ្រូខាងតែវិញគ្រូតែគ្រូអាចដឹងខ្លះៗតែខេត្តបលគ្រូនឹងអាចមានគម្រោងរៀបចំធ្វើតែប្រចាំខែហើយនៅវិញ្ញាសាបាទសម្រាប់ស្រុកពាំងប្រាសាទខ្ញុំនេះការប្រជុំថ្ងៃពហុនៅក្នុងស្រុកនេះគឺមានគម្រោងគ្រូមានគម្រោងធ្វើវិញ្ញាសាតែមួយសម្រាប់យកទៅធ្វើតេស្តជាប្រចាំខែលោកគ្រូបាទបានរៀបចំហើយលោកគ្រូហើយឃើញថាកម្រិតថ្នាក់ខ្លះក៏គាត់បានព្រីនជាវិញ្ញាសាសម្រាប់ត្រៀមធ្វើតេស្តនៅខែខាងមុខនេះហើយលោកគ្រូបាទសូមអរគុណគ្រូសូមអរគុណគ្រូខាងតំណាងខេត្តបដមានជ័យជាខាងកំពង់ឆ្នាំងនេះគ្រូមានជាបានចូលរួមគ្រូនៅចំកំពង់ឆ្នាំងនេះទៀតគ្រូបើលោកអូនសិទ្ធអត់បានចូលក៏អាចនៅលោកឈាមឬក៏លោកគ្រូនៅក្នុងតំណាងខេត្តនេះដឹងបានទេគ្រូជំរាបសួរខាងកំពង់ឆ្នាំងលោកគ្រូខាងកំពង់ឆ្នាំងបានចូលរួមណាលោកគ្រូកំពង់ឆ្នាំងគាត់ស្ងាត់ទាំងអស់ហើយជាគាត់បានចូលរួមទេថ្ងៃនេះហើយអញ្ចឹងមានតែទៅបន្តទៅមុខទៀតដោយខាងវិបរៈយើងបានឈានទៅដល់ទី2ចឹងទី3នៅមិញនៅលោកគ្រូប៊ុនឈិនមុនវាអត់ទាន់បានប្រាប់ពីវិសាតែគ្រូចឹងសូមគ្រូប៊ុនឈិនកន្លែងវិសាតែតិចនេះដើម្បីយើងចប់សរុបគ្រូបាទបងតកតងនឹងតែនេះចេះក្រោយអំពីខាងបណ្ដារំដំលោកដាក់តែតម្លាក់ចូលមកហ្នឹងខ្ញុំក៏បាន forward ជាសម្លេងបន្តតកតងនឹងការរៀបចំប៉ុន្តែតកតងនឹងរបាយការណ៍មកវិញអត់មានការឆ្លើយតបប៉ុន្តែសម្រាប់ខ្ញុំខ្លួនឯងក៏ខ្ញុំបានអនុវត្តហើយបាទបានធ្វើហើយរៀបចំទីតែហ្នឹងឯងធ្វើហើយបាទចាំហ្នឹងអត់មានជារបាយការណ៍ដែលទៅខ្ញុំក៏អត់មានជារបាយការណ៍ទេបាទខ្ញុំមានប៉ុណ្ណឹងអរគុណបាទអរគុណគ្រូប៊ុនឈិនអញ្ចឹងពាក់ព័ន្ធនឹងវិសាតែហ្នឹងហើយជាគ្រប់ខេត្តទើបតែអាចថារៀបចំធ្វើនៅសប្តាហ៍ក្រោយទាំងអស់គ្នាហ្នឹងខេត្តហ្នឹងក៏ដូចគ្នាដែរព្រោះអីទៅតែដឹងថាធ្វើតែប្រចាំខែអញ្ចឹងវិសាដែលចេញតាមសាលាដែលយកគំរូពីថ្នាក់ទី1ដល់ទី6ហើយយើងវិភាសាតាមតំបន់តាមខេត្តយើងមួយដើម្បីធ្វើទាំងអស់គ្នាអញ្ចឹងហើយជាសប្តាហ៍ក្រោយពាក់ព័ន្ធជុំបែបពីរឿងតែហ្នឹងវិញម្ដងទៅបាទបងហើយដោយសារតែហ្នឹងឃើញក្រសួងគាត់តម្លែកឲ្យយើងធ្វើប៉ុន្តែវាអត់បានជួបគ្នាផ្ទាល់ការប្រជុំអញ្ចឹងណាបានជួបគ្នាផ្ទាល់ទៅថាហេឡើងត្រូវតែធ្វើចេះយកយ៉ាងម៉េចអញ្ចឹងណាអញ្ចឹងទៅខ្ញុំក៏មិនទាន់មានវិជ្ជាក្នុងរត់ច្បាស់ហើយខ្ញុំក៏ទាំងសម្លេងក៏ទាំងការងារទៅអញ្ចឹងណាហ្នឹងហើយបងប្រហែលជាហើយសប្តាហ៍ក្រោយយើងអត់គ្នានឹងគុំសប្តាហ៍នេះនឹងលើកឡើងឡើងខ្ញុំហេតុខ្ញុំណាបងណាខ្ញុំចូលរួមនឹងបងដោយថ្ងៃនេះអ្នកគ្រូរីណាគាត់អ្នកសម្របសម្រួលអញ្ចឹងដោយសារគាត់ថាកំពុងធ្វើដំណើរទៅកពតអញ្ចឹងហើយគាត់ធ្វើដំណើរទៅហើយខ្ញុំដឹងថាខ្ញុំជាអ្នកគ្រូអាចចូលរួមបន្តិចអ្នកគ្រូអាចចូលរួមបង្ហាញតែបន្តិចអ្នកគ្រូដើម្បីយើងកំណត់ការប្រជុំសប្តាហ៍ក្រោយទៅយើងស្រួលថាយើងបុកតែហ្នឹងបណ្ដោយណាគ្រូណយឃើញបង្ហូរលើដៃហូរអាចមានបន្តិចចូលរួមមកចឹងបាទជំរាបសួរលោកគ្រូនិងគ្រូទាំងអស់ដែលមានវត្តមាននៅក្នុងអង្គប្រជុំនេះពាក់ព័ន្ធជាមួយបញ្ហាផ្ទៃនេះខ្ញុំបានបើកមើលវាជាសន្លឹកកិច្ចការវាមិនមែនជាវិញ្ញាសាទេ
ចឹងសិលឹកឯកាដែលតម្លាក់មកឲ្យហើយមិនតាន់បានឲ្យទៅជាការរៀបចំអញ្ចឹងទៅតាមសាលានីមួយៗក៏គាត់មិនតាន់ដឹងដែរព្រោះអីរឿងទៅមើលតម្លាក់មកហើយការ forward បន្តពីក៏មិនតាន់ដឹងថាណាគេទទួលបានមិនតាន់ទទួលបានដែរសម្រាប់ខេត្តនីមួយៗហើយបើសិនជានេះចង់ឲ្យមានការប្រជុំពាក់ព័ន្ធជាមួយការរៀបចំវិញ្ញាសាតែប្រចាំខែហ្នឹងតើទៅរៀបចំបែបម៉េចបើសិនជាវាគាត់ទៅជាសិលឹកឯកាបែបហ្នឹងបាទខ្ញុំមានប៉ុណ្ណេះឯងគ្រូបាទអរគុណលោកប្រធានតំបន់ជាអ្នកគ្រូរីណាគាត់អាចចូលរួមបន្តិចបានឬពាក់ព័ន្ធនឹងការរៀបចំវិញ្ញាសាតែហ្នឹងដើម្បីកំណត់តាមខេត្តឆ្ងល់ចឹងសម្បូរឆ្ងល់ហើយពីថ្មីពេកឬជាមហាជាគាត់មកតាមផ្លូវអត់សេវាអញ្ចឹងពាក់ព័ន្ធនឹងតែខ្ញុំទទួលដំណឹងពីគាត់មកអញ្ចឹងខ្ញុំគាត់តែផ្សព្វផ្សាយបន្តអញ្ចឹងការធ្វើវិញ្ញាសាតែហ្នឹងគឺតែចាំខែនេះយើងផ្អែកលើសន្លឹកឯកាភាសាខ្មែរគណិតជានឹងតាមលំនាំតែរបស់យើងតែយើងដែលធ្វើពីមុនណាឬតែយើងធ្វើពីមុនហ្នឹងអញ្ចឹងហើយយើងដូរពីតែដើមឆ្នាំមកតែខែហ្នឹងហើយយើងដូរតិចតែបើនៅសាលាខ្ញុំផ្ទាល់តែម្ដងខ្ញុំនិយាយសាតែគឺខ្ញុំដូរតែផ្នែកខាងអំណាចស្ទាត់អំណាចយល់ន័យនិងសំឡេងអញ្ចឹងខ្ញុំដូរតែចំណុចប៉ុណ្ណឹងទេតែបើក្នុងខេត្តលោកគ្រូដឹងគ្រូអាចធ្វើអញ្ចឹងឬក៏យ៉ាងម៉េចនឹងគ្រូដវិនចូលរួមសូមអញ្ជើញគ្រូសូមអញ្ជើញអ្នកគ្រូដវិនគ្រូដវិនលើកដៃឲ្យអត់មានគ្រូបូរាណសិនក៏បានគ្រូបូរាណសូមអញ្ជើញគ្រូលោកគ្រូមករាលោកគ្រូដូចយើងវឌ្ឍនភាពដូចនៅខ្វះខេត្តពោធិ៍សាត់មួយទៀតលោកគ្រូលោកគ្រូវឌ្ឍនភាពខេត្តពោធិ៍សាត់ចាំនៅប្រជុំចប់ខ្ញុំផ្ញើលោកគ្រូទាំងផ្ញើចូលលីងហ្នឹងគ្រូហ្នឹងហើយលោកគ្រូតំណាងខេត្តពោធិ៍សាត់ភ្លេចអធិស្ឋានអញ្ជើញអ្នកគ្រូដល់វិញអ្នកគ្រូអញ្ជើញចូលរួមអ្នកគ្រូអ្នកគ្រូនៅតាមផ្លូវប្រហែលជាខ្សោយសេវាលោកគ្រូដាក់វិននៃលោកគ្រូបូរាណលើកដៃនេះលោកគ្រូបូរាណអាចចូលរួមមតិសិនណាគ្រូបាទយើងធ្វើសារថ្មីលោកគ្រូបានមិនផ្លេចទេលោកគ្រូសុំស្ងល់សុំសួរបន្តិចទេបាទជាសំណពរទេខ្ញុំបានផ្លេចទៅខាងគ្រូខ្ញុំក៏សំណពរចេះលោកគ្រូដោយសារនៅប៉ែលខ្ញុំតើតេស្តដើមឆ្នាំសម្រាប់ម៉ាក់ទី1ណាដែលយើងត្រូវយកវិញ្ញាសាមតិករឹកពោះមកធ្វើហ្នឹងគឺទូទាំងខេត្តអត់បានធ្វើសោះតែម្ដងអញ្ចឹងសំណពរដែរដោយសារយើងអត់ប្រកាសទៅនឹងវិញ្ញាសាតេស្តហ្នឹងអញ្ចឹងសំណពរឲ្យគូហួរឬក៏ណាតំបន់មានតេស្តហ្នឹងសូមតម្លាក់មកផងព្រោះយើងអត់ច្បាស់ទៅតេស្តហ្នឹងសម្រាប់ធ្វើលោកគ្រូហើយមួយទៀតតេស្តនឹងតេស្តប្រចាំខែវិញនឹងជាសំណពរដែរចង់ឲ្យក្រុមការងារតំបន់ក៏ដូចជាក្រសួងយើងប្រជុំសម្រាប់គ្នាទៅថាគួរចេញវិញ្ញាសាតេស្តប្រចាំខែឲ្យរួមដូចគ្នាទូទាំងប្រទេសឬក៏ទូទាំងតំបន់តែម្ដងទៅដើម្បីកុំឲ្យមានការប្រជុំពិភាក្សានេះពិបាកក្នុងការយកសិលឹកឯកាហ្នឹងមក
ឆ្នៃប្រឌិតអីបន្តទៀតដើម្បីរៀបចំតែប្រចាំខាហើយដូចមិនថាកាលាលោកគ្រូខ្លះខ្ញុំចង់បានអតិថិស្តង់ដារយ៉ាងណាវាស្រួលក្នុងការវាស់សមត្ថភាពតេស្តពេលប្រឡងចាំខាដោយសារយើងប្រឡងចាំខាយូរទៅយើងលោកគ្រូគាត់ចេញវិសាដល់ខ្លួនឯងយើងដូចខ្ញុំថ្នាក់តិចអញ្ចឹងអត់មានត្រូវការប្រជុំចេញវិញ្ញាសាចាំខែវាស្តង់ដារទេអញ្ចឹងលោកគ្រូគាត់ជាអ្នកធ្វើវិញ្ញាសាចេញខ្លួនឯងអញ្ចឹងមកបានតែប្រចាំខែដែលចេញនៅស្តង់ដារក្រសួងអាហ្នឹងយើងស្រួលក្នុងការវិកកម្មហ្នឹងបាទមានប៉ុណ្ណឹងគ្រូបាទអរគុណគ្រូបុរាណអរគុណគ្រូដល់ល្អអញ្ចឹងខ្ញុំហើយឯកទៀតតាមគ្រូដែរហេតុផ្សេងទៀតហើយគាត់យ៉ាងម៉េចដែរយើងមិនដែរគ្រូគាត់តែចាំខែដូចគ្រូបុរាណនិយាយដូចល្អយ៉ាងណាស់ចាំហើយជាគ្រូដល់វិញគាត់មានជាបានគាត់អាចចូលរួមបន្តិចដើម្បីឲ្យច្បាស់ការងារនេះលោកគ្រូមករាលោកគ្រូចាំរបាយការណ៍ក្រោយក៏បានលោកគ្រូសុំបញ្ហាប្រឈមខេត្តពោធិ៍សាត់តិចមកលោកគ្រូបាទជំរាបសួរគ្រូបញ្ហាប្រឈមខេត្តពោធិ៍សាត់ខ្ញុំជំខុសពីខេត្តបាត់ដំបងនិងបៃលិននិងទាញមានជ័យដែរដោយសារលោកគ្រូគាត់ដាក់បញ្ហាប្រឈមមកត្រូវគ្នាហ្មងត្រូវគ្នាទីមួយសាលាគាត់បានចូលរួមវាតិចនៅសាលាដែលចង់និយាយថាសាលាហ្នឹងខ្សែនៅខេត្តពោធិ៍សាត់ហ្នឹង42សាលាអញ្ចឹងបញ្ហាប្រឈមគឺសាលាចូលរួមបានហៅថា20សាលាទៅជា25សាលាអញ្ចឹងនៅសល់ទៅ17សាលាទៀតដែលគាត់មិនបានចូលរួមគាត់បានហើយសាលាដែលមិនបានចូលរួមសោះតែម្ដងគឺមាន3សាលាគាត់ដែលចូលរួមតែម្ដងហើយដល់អញ្ចឹងការងារដែលយើងត្រូវធ្វើទៅលឿនមិនអាចធ្វើទៅបានដោយសារដល់ពេលឥឡូវនេះគាត់ចាប់ដើមគាត់ចូលរួមគឺគាត់ដូចផ្សារវិញវិសាគាត់តាំងពីដើមដល់វិញអញ្ចឹងហើយបញ្ហាប្រឈមទី2ហ្នឹងគឺអក្សរកម្មកុំព្យូទ័រអញ្ចឹងបានន័យថាសាលាមួយចំនួនគាត់អក្សរកម្មកុំព្យូទ័រខាង IT ហ្នឹងគឺគាត់ខ្សោយដូចខាងសម្អាតទិន្នន័យឬក៏មិនចូលឈ្មោះគឺតលទេទៅផ្ទាល់ហើយបើនិយាយទៅទេទៅផ្ទាល់បង្ហាញអូគាត់នៅធ្វើមិនបានទេតលតែយើងចង់និយាយទៅកាន់ដៃធ្វើតែម្ដងអញ្ចឹងនឹងវាសាលាវានៅឆ្ងាយគ្នាពេកអញ្ចឹងថាជួយយើងមានកម្រិតហើយបើសិនជាអាចនឹងសំណុំពរទៅថ្នាក់ដឹកនាំមកមានការជួបជុំតាមខេត្តមួយក៏ល្អម្យ៉ាងហើយគឺដើម្បីឲ្យយើងជួបគ្នាផ្ទាល់ហើយអាចថាជួយគ្នាបានអញ្ចឹងបញ្ហាប្រឈមរបស់ខ្ញុំមានតែប៉ុណ្្នឹងគឺអរគុណលោកគ្រូខ្ញុំសូមចូលរួមតាក់ទងបញ្ហា ICT នេះលោកគ្រូបាទសម្រាប់ ICT មាននៅក្នុងស្រុកមួយខាងខេត្តបាត់ដំបងយើងមានបទពិសោធន៍ខាងស្រុកគម្រៀងគាត់ប្រមូល ICT នៅក្នុងស្រុកទាំងអស់ហ្នឹងមកជួបជុំគ្នានៅសាលាណាមួយអញ្ចឹងគាត់ជួយគ្នាអញ្ចឹងដោយគម្រៀងឲ្យអ្នកដែលចូលរួមទាំង4សាលាហ្នឹងគាត់មកទេមកសួរណែនាំពីការណែនាំរបស់ខ្ញុំទៅគាត់អាចជួយគ្នាឲ្យបានបិទភ្ជាប់បានទាំងអស់4សាលាអ្នកដែលចូលរួមគឺបានអ្នកមិនបានចូលរួមគឺអត់បានបិទអញ្ចឹងបើជាបទពិសោធន៍នេះទេអាចតាមស្រុកមួយឲ្យគាត់មានអ្នកទទួលខុសត្រូវមួយទៅហើយឲ្យគាត់ចូលរួមជួបគ្នាតាណាមួយទៅហើយឲ្យគាត់ធ្វើការងារហ្នឹងនេះជាបទពិសោធន៍ខេត្តបាត់ដំបងយើងបានប្រមាណសាលាឃើញហើយមានការវឌ្ឍនភាពបានប្រមាណសាលាទៀតបាទអរគុណបាទគ្រូអរគុណគឺដែលគ្រូបានផ្ដល់បទពិសោធន៍តែខ្ញុំចង់ធ្វើនៅខេត្តហ្នឹងក៏ធ្វើអញ្ចឹងដែរគ្រូតែចង់ថាសាលាដែលគាត់អត់ចុះរស់ឬគាត់អត់ចូលតែម្ដងហៅគាត់ទេក៏អត់លើកទៀតអញ្ចឹងបញ្ហាកន្លែងចំណុចខ្លាំងវិញនោះកលញ៉ាំហើយយាយខ្ញុំបញ្ចប់ហើយ
ចឹងខ្ញុំមានប៉ុណ្ណឹងអញ្ចឹងលោកគ្រូសូមជួយបញ្ចេញយោបល់តិចមកជួយសម្រាប់យកនៅអង្គជំនាទី បាទអរគុណលោកគ្រូសម្រាប់ខ្ញុំដូចជាអត់មានអីបន្ថែមទេលោកគ្រូមានតែប៉ុណ្ណឹងឯងអាចពាក់ព័ន្ធជាមួយដូចលោកគ្រូបុរាណបានលើកឡើងហ្នឹងថាភាសាតែប្រចាំខែគឺបបានចឹងរត់តែល្អដែលបានជាលក្ខណៈភាសាដូចភាសាស្តង់ដាររបស់យើងអញ្ចឹងចង់បានចឹងទៅកុំឲ្យពួកគាត់យកទៅហើយនៅតែកែច្នៃដដែលទៀតនៅតែវែងឆ្ងាយច្រើនអាការងារលំមុនមិនតាន់បានយល់ល្អផងពីកម្មវិធីឡើងច្រើននោះហើយឥឡូវវាថែមនឹងមកមួយទៀតតែនិយាយទៀតហើយពេលវេលាកាន់តែខើទៅហើយសតប្រហែលខែទៀតទេសតពីខែទៀតទៅចាប់ចុងឆ្នាំទៅធ្វើតែចុងឆ្នាំម្ដងបាទអរគុណលោកគ្រូខ្ញុំមានប៉ុណ្ណេះអ្នកធ្លាក់បងគំរូគំទាញបងកូនឯងបងទុំអត់ចប់ទេណាកូនឯងគេ ចឹងការប្រជុំរបស់យើងដោយខាងជំនាញគាត់រវល់តាមផ្លូវចឹងខាងតេស្តចឹងខ្ញុំឆ្លើយអត់ចេញទេគ្រូខ្ញុំឆ្លើយនឹងឆ្លើយតាមនេះណាបើចម្ងល់ខ្ញុំមួយចម្ងល់គ្រូដូចគ្នាអញ្ចឹងក្នុងហ្នឹងយើងគិតយកវិទ្យាធ្វើវិញ្ញាសាតេស្តប្រចាំខែហ្នឹងយើងបន្តគឺយ៉ាងណាគ្រូ បាទលោកគ្រូយកបន្តតើលោកគ្រូអីរបៀបយ៉ាងហ្នឹងយើងអត់ត្រូវបានតឲ្យយើងនិយាយឲ្យតែមិនតាន់មានដំណោះស្រាយផង អូនទៀតហើយបាក់ជើងបងអូនអរគុណ អញ្ចឹងគ្រូខាងបាត់ដំបងគ្រូយល់យ៉ាងម៉េចហើយគ្រូតាមខេត្តមួយគ្រូឲ្យយោបល់អ្នកតិចដើម្បីយើងសប្តាហ៍ក្រោយយើងមានលិបរៈមួយឲ្យស្រេចដើម្បីយើងប្រឹងប្រែងដោះស្រាយទាំងអស់គ្នាជួយគ្នាគ្រូ បាទបងហើយខ្ញុំសូមចូលរួមខែហ្នឹងហើយយើងឃើញថាការប្រជុំពីមួយសប្តាហ៍ទៅមួយសប្តាហ៍មានការវិវត្តចេះតែមុខរហូតបណ្ណាការងារខាងក្រោយអត់ទាន់បានហើយមួយព្រោះទេអញ្ចឹងខ្ញុំពិបាកនឹងថាដឹកនាំធ្វើដែរអរថ្ងៃខ្ញុំថាគឺស្អាតតែខ្លួនឯងទៅមិនយល់ថាខ្លួនឯងច្រឡំពីច្រើនពេកចាំអត់តាអានេះមិនតាន់ហើយមកនោះមិនតាន់ហើយមកនេះអរហូត បាទតរហូតដល់ចឹងទៅវាពិបាកតិចកិច្ចការហ្នឹងយើងដំបូងថាតំបន់មួយទៅញ៉ាំខែតំបន់ថាឥឡូវយើងធ្វើសំប្រាក់ឥឡូវសំប្រាក់ហ្នឹងបានហើយបានខ្លះហើយក៏ធ្វើបានដំណើរការហើយតែសំប្រាក់ហ្នឹងមិនទាន់យកឆ្លោះទៅគុំ3តគុំ1តផែនការអភិវឌ្ឍសាលាផែនការគ្រូផែនការថ្នាក់ផែនការសាលាអញ្ចឹងទៅវែងវត្តពេញហ្នឹងយើងដឹងនិយាយទៅខ្ញុំទៅចឹងយ៉ាប់ហើយនឹងថាឲ្យយកមកយកទៅទៅវាហ្នឹងហើយសូមយកមកទទួលតាមខេត្តទៅជាពិសេសដល់លោកចូលរួមលោកឲ្យយកមកផងខ្ញុំមិនអាចកំណត់ថាមិនបានទេអរគុណផងចូលរួមប៉ុណ្ណឹង អញ្ចឹងលោកគ្រូគុណឋានលោកអាចជួយសម្រាប់គ្រូកន្លែងហ្នឹងយកជារបៀបរៀបហ្នឹងគ្រូជួយឲ្យយោបល់តិចខ្ញុំសូមចូលរួមហើយអ្នកធ្វើរបាយការណ៍ទេថ្ងៃនេះឃើញថាទៅគ្រូមិនឈិនលោកនិយាយចឹងហើយបើសញ្ញាការងារអាក្រោយធ្វើអត់តាន់ចប់ផងហើយមកចាប់អាមុខទៀតអញ្ចឹងដូចចាប់ទន្សាយចាប់ត្រីអញ្ចឹងដឹងតែចាប់ឲ្យចប់មួយអញ្ចឹងអ្វីដែលខ្ញុំចង់ចូលរួមគឺយើងផ្ដោតសំខាន់ទៅលើ11ចំណុចដែលយើងត្រូវធ្វើអញ្ចឹងដូចជាតេស្តនេះយើងលើកទៅសប្តាហ៍ក្រោយទៅហើយទុកឲ្យថ្នាក់ដឹកនាំលោកនឹងបញ្យល់យើងព្រោះថ្ងៃនេះគាត់អវត្តមានយើងអត់បាច់ចាំគិតវាយើងគិតថាតើអ្វីដែលយើងត្រូវធ្វើអញ្ចឹងខ្ញុំចង់ចូលរួមបង្ហាញពីការបិទភ្ជាប់យើងពីសប្តាហ៍ហើយការបិទភ្ជាប់របស់យើងអត់តាន់បានជោគជ័យទេយើងឃើញនៅបាត់ដំបងទៅបាន31សាលាទេចឹងលោកគ្រូខាងបាត់ដំបងខ្ញុំមិនអាច share screen បានខ្ញុំអាចនិយាយនឹងមាត់ទៅព្រោះដោយសារបិទសិទ្ធិការ share screen ហើយសូមឥឡូវសូមសកលលោកគ្រូជួយតិចលោកខាងសកលជួយអនុញ្ញាតឲ្យ share screen តិចមកសូមចូលរួមតាក់ទងជាមួយនឹងការបិទភ្ជាប់បន្តិចឥឡូវយើងនៅ2សប្តាហ៍ហើយអញ្ចឹងខ្ញុំបានចូលរួមជាមួយនឹងអនុវិស័យមធ្យមដែរសូម្បីតែមធ្យមគាត់
ក៏មានបញ្ហាអក្ខរកម្ម digital អីចឹងលេខណាមកបាត់ធំនឹងមតិយើងដើរក្រោយមិនប្រឈមចឹងគាត់ថាយើងនឹងព្យាយាមជួយដោះស្រាយគ្នាថាតើយើងធ្វើម៉េចចឹងខ្ញុំសូមបង្ហាញលោកគ្រូអ្នកគ្រូឃើញ screen ខ្ញុំទេឃើញគ្រូឃើញ បាទឥឡូវយើងមើលនេះបាត់ដំបងទៅបាន31ទេចឹងយើងមាន77សាលាយើងដកទៅសល់ប្រហែលសាលាទៀតហើយសូមមើលខេត្តបន្ទាយមានជ័យបន្ទាយមានជ័យមាន11សាលាហើយក្នុង47សាលាចឹងយើងឃើញថាមួយសប្តាហ៍ការវិវត្តបន្តិចមែនទែនហើយសម្រាប់ខេត្តបៃលិនគឺអត់តន់មានទេឥឡូវ2សប្តាហ៍អត់តន់មានបិទមួយទេនេះបាទខេត្តពោធិ៍សាត់មាន11បាទខេត្តកំពង់ឆ្នាំងមាន2ក្នុង40សាលាចឹងវាអត់ឃើញមានការវិវត្តទេនៅដដែលហើយយើងឃើញតែខាងបាត់ដំបងកើនឡើងបន្តិចហើយខាងដល់មានជ័យនេះសល់លើកមុនសល់6លើសល់5អីចឹងមួយសប្តាហ៍បានមួយហើយយើងគិតយើងមិនថាឲ្យថាធ្វើម៉េចឲ្យបានលឿនឲ្យបានរហ័សទេប៉ុន្តែយើងគ្រាន់តែថាយើងគ្រាន់តែជួយជំរុញជួយឆែកមើលក្នុងលីងនឹងថាតើតំបន់យើងនេះខេត្តយើងនេះនៅសល់ប្រមាណសាលាទៀតលោកគ្រូខាងបច្ចេកទេសខាងខ្ញុំក៏ជួយណាស់ដែរប៉ុន្តែគេចាំបើគាត់ខលមកសួរខ្ញុំចេះតែរកវិធីជួយគាត់ប៉ុន្តែគាត់អត់ខលគាត់អត់ដឹងថាម៉េចហើយនឹងថាតាមសាលាមួយលោកជួយដោះស្រាយយ៉ាងម៉េចទេសូមឲ្យជួយមកហើយថាយើងបើយើងបិទខ្ចប់អត់បានទេយើងអត់អាចធ្វើផែនការបានទេអញ្ចឹងដំបូងយើងជំរះមិនតាន់ស្អាតយើងមានអីទៅធ្វើផែនការកើតអញ្ចឹងតែអ្នកឯងវាជាបញ្ហាដែលយើងត្រូវគិតថាធ្វើឲ្យស្អាតហើយយើងយកវាទៅធ្វើផែនការ3ឆ្នាំ6ឆ្នាំអញ្ចឹងផែនការក៏ជាសុចនាករមួយដែលយើងត្រូវវិភាគដែលយើងត្រូវធ្វើឲ្យសម្ដេចដើម្បីឲ្យកើតជាសាលាដែលមានស្តង់ដារសម្រាប់ឆ្នាំ2022ហើយត្រូវតាមក្រសួងរដ្ឋាភិបាល 5% អញ្ចឹងនេះជាការចូលរួមសម្រាប់ការសន្សំខ្ញុំបានសុំសិទ្ធិរបស់ខាងអនុវិស័យមធ្យមឲ្យថាតើគ្រប់គ្រងបឋមយើងមានសាលាប្រមាណដែលត្រូវសន្សំឲ្យមានប្រាក់ប្រមាណប៉ុន្តែអត់តាមបានឆ្លើយតបមកវិញទេហើយខ្ញុំនឹងព្យាយាមសួរគាត់សុំគាត់ថែមទៀតហើយខ្ញុំគិតថាលោកគ្រូអ្នកគ្រូបាទសូមចប់ត្រឹមហ្នឹងហើយសូមគ្រូអ្នកគ្រូជាតំណាងប្រចាំខេត្តលោកជួយបន្តទៀតតែមានតែជួយយើងមានតែជួយអ្នកឯងមានអីក្រៅពីជួយនឹងទេហើយគាត់នៃការធ្វើការបិទភ្ជាប់ហ្នឹងវាបានតិចមែនទែនហើយបៃលិនសប្តាហ៍នេះអត់ឃើញលោកគ្រូខលមកសួរថាធ្វើមិនទេហើយខ្ញុំស្មានតែវិវត្តទៅណាហើយដល់ណាហើយប៉ុន្តែអត់តាន់បានមួយសាលាទេអញ្ចឹងសូមលោកគ្រូខាងលោកគ្រូសៀងបុរាលោកគ្រូជួយជំរុញការងារហ្នឹងទៅហើយខ្ញុំយល់ពីបញ្ហាលំបាកជាងបានខ្ញុំជួយបិទភ្ជាប់ជួយឲ្យអញ្ចឹងលោកគ្រូប៉ុន្តែឥឡូវនៅសល់តែការអាចសាលាជា owner ជា editor ដើម្បីចូលធ្វើការងារនឹងឲ្យធ្វើតែបន្តិចទេបើសិនជាអាចលោកគ្រូបុរាអាចជួយអញ្ចឹងទៅណាជួយគ្រូនឹងបងអភិសំណាងក៏បងព្យាយាមមែនតើបាទឲ្យគាត់មានបញ្ហាគាត់ខលខ្ញុំមកខ្ញុំជួយគាត់តាមដែលអាចធ្វើបានបាទលោកគ្រូបាទលោកគ្រូបានខ្ញុំចូលរួមប៉ុន្តែតកតងជាមួយការសំប្រាក់អីលោកគ្រូអ្នកគ្រូមានបានចូលទៅវិវត្តចូលទៅអាប់ដេតបញ្ហាសំប្រាក់អីខាងអនុវិស័យខាងតំបន់មួយយើងគ្រប់ខេត្តទាំងអស់លោកគ្រូអញ្ចឹងគេឲ្យយើងមួយសប្តាហ៍ចូលទៅសាលារៀនចូលទៅបំពេញហើយលោកគ្រូអ្នកគ្រូត្រូវគ្រប់គ្រងលីងហ្នឹងដើម្បី forward ឲ្យទៅតាមសាលារៀនដើម្បីឲ្យគាត់មានការចូលរួមបំពេញអញ្ចឹងណាអញ្ចឹងខ្ញុំមានការចូលរួមប៉ុណ្ណឹងអរគុណច្រើនបាទអរគុណលោកគ្រូដែលបានបង្ហាញតារាងបច្ចុប្បន្នភាពតាមសាលាវិជ្ជាចប់តាមតារាងបូកខាងខ្ញុំទៅដល់គ្រូសាស្ត្រនេះតទេទៅប្រាប់សាលាមួយហាត់គាត់ដូចនិយាយមុនអញ្ចឹងគាត់ទទួលទូរស័ព្ទគាត់ថ្ងៃចង់ទូរស័ព្ទនៅគាត់នឹងអក្ខរកម្មហ្នឹងចឹងគ្រូខ្ញុំគិតថាការប្រជុំយើងដូចអត់មានអីតទៅទៀតទេគ្រូចឹងយើងគិតសរុបការយើងមកយ៉ាងម៉េចហ្នឹង
តកតងជាមួយនឹងបញ្ហាដែលត្រូវផែនការបន្តតើលោកគ្រូខាងខេត្តណាដែលត្រូវបន្តពីលោកគ្រូអ្នកសម្របសម្រួលណាលោកគ្រូអូចាក់ទេហេតុតពីខ្ញុំដូចជាបដមានជ័យឬបដមានជ័យ ដល់មានជ័យលោកគ្រូខាងសម្របសម្រួលបង្គោលបច្ចេកទេសតំបន់ខេត្តមន្ទីរមានជ័យសំទុះតំបន់អញ្ចឹងអត់តន់ច្បាស់ថាលោកគ្រូណាទេតែលោកគ្រូខាង ICT បង្គោល ICT មានហើយគឺលោកគ្រូឆវីតាប់ឆវីហើយប៉ុន្តែខាងបច្ចេកទេសខ្ញុំអត់ដឹងដែរឮថាលោកគ្រូង៉ែតសុផនទេសុផនមិនមែនគាត់ភេនលោកគ្រូថ្ងៃទៅភេន អញ្ចឹងដូរទៅលោកគ្រូណាវិញហើយអញ្ចឹងតើឲ្យគាត់ដឹងមុនឬក៏ត្រូវផ្លាស់ដូរវិញលោកគ្រូសេងហួសចូលរួមតិចមកគ្រូ លោកប្រធានតំបន់សូមជួយបន្តទៅបន្តពីខ្ញុំលើអត់ច្បាស់ដូចជាគ្រូនៅគ្រូអនវិសាស្ត្រពងឆ្នាំតែគាត់បានចូលរួមនៅនេះបានចូលរួម លោកគ្រូមករាលោកគ្រូសិរៈគាត់លើកដៃសូមអញ្ជើញចូលរួមគ្រូ បាទអរគុណច្រើនគ្រូបាទសូមគ្រប់វាសួរលោកគ្រូទាំងអស់គ្នាបាទខ្ញុំបាទសូមជម្រាបជូនចេះតែខេត្តឧត្តរមានជ័យយើងអ្នកសម្របសម្រួល ICT នៅថ្នាក់ខេត្តគឺលោកលិនតារាបាទលោកលិនតារាគាត់ជាអ្នកសម្របសម្រួល ICT នៅក្នុងអ្នកសម្របសម្រួល ICT ថ្នាក់ខេត្តបាទហើយសម្រាប់ក្រុមការងារបច្ចេកទេសគ្រូបង្គោលគឺលោកតាប់ឆវីបាទលោកតាប់ឆវីនឹងជាអ្នកសម្របសម្រួល ICT បាទខាងខេត្តបាទអញ្ចឹងលោកលិនតារាគាត់តែនៅមន្ទីរដែរគាត់ក៏តែជាអ្នកសម្របសម្រួលនៅក្នុងការងារគ្រប់រួមទេនៅក្នុងមន្ទីរបាទឬ ICT គឺស្ថិតនៅលោកតាប់ឆវីទេបាទដោយសារយើងមានការផ្លាស់ប្ដូរបន្តិចចាំមុនយើងដាក់លោកលោកង៉ែតសុផេនបាទលោកង៉ែតសុផេនជា ICT អញ្ចឹងជុំក្រោយមកទៅក៏មានការផ្លាស់ប្ដូរគ្នាទៅក៏ដាក់នៅលោកតាប់ឆវីវិញបាទកាន់ ICT នៅក្នុងថ្នាក់ខេត្តរបស់យើងបាទផ្នែកធម្មសិក្សាទេបាទអញ្ចឹងសូមលោកគ្រូទាំងអស់ជាព័ត៌មានទាំងផងបាទហើយសម្រាប់ខិតបង្កប់ការអីខ្ញុំបានបាញ់ជូនទៅអ្នកគ្រូគិនតាវិនរួចហើយបាទអញ្ចឹងគាត់ថា ICT របស់យើងមានការផ្លាស់ប្ដូរបាទលោកគ្រូអធិស្ឋានសូមគ្រូបង្គោលខេត្តខាងបច្ចេកទេសហើយលោកគ្រូឈ្មោះគេគ្រូម្យ៉ាងទៀតខាងខ្ញុំសេវារៀងដាច់ថ្ងៃនេះស្ដាប់ដាច់អត់ច្បាស់បាទអញ្ចឹងបញ្ជាក់ម្ដងទៀតលោកគ្រូតាប់ឆវីជា ICT បង្គោលខេត្តចុះលោកគ្រូម្នាក់ទៀតជាបច្ចេកទេសលោកគ្រូឈ្មោះគេបាទលោកគ្រូខាងកណ្ដោមានជ័យលោកគ្រូលិនតារាមន្ទីរខាងបច្ចេកទេសនេះគ្រូបាទសម្រាប់សម្រួលលោកគ្រូតារាជាអ្នកសម្របសម្រួលនៅក្នុងមន្ទីរទេណាបាទតែ ICT បាទគ្រូបង្គោល ICT គឺលោកតាប់ឆវីបាទអរគុណលោកគ្រូអរគុណបាទសូមអញ្ជើញអ្នកគ្រូដាវិនមកគ្រូចូលរួម ចាអរគុណច្រើនលោកគ្រូ
lư nhông gì á cũng chuyện xuống លឺ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  thì việc xuống cũ លឺអ្នកគ្រូលឺ ចាខ្ញុំបឋមសូមគម្រោងសូមគ្រប់ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាដោយសារខ្ញុំធ្វើដំណើរតាមផ្លូវដល់ពេលអញ្ចឹងទៅវាអត់សូវមានវ៉ាដាច់លោកគ្រូមិនដឹងស្ដាប់ខ្ញុំបានឬក៏យ៉ាងម៉េចណាចង់បញ្ជាក់តលោកគ្រូសិរៈបន្តិចលោកគ្រូស្ដាប់នេះលោកគ្រូ បាទអ្នកគ្រូលឺដាច់អ្នកគ្រូប៉ុន្តែជិតមានប្រសាសន៍កន្លែងណាបានខ្ញុំស្ដាប់ លោកគ្រូចង់បញ្ជាក់ថាខាងឧត្តមមានជ័យពាក់ព័ន្ធនឹងប្រធានគណៈនាយកប្រចាំខេត្តអ្នកណាគេប្រធានគណៈនាយកប្រចាំខេត្តលោកគ្រូហ៊ុនលីមែន បាទក៏មុនយើងដាក់នៅលោកគ្រូប៊ុនលីឥឡូវនេះគឺដាក់លោកលិនតារាបដូរមកលិនតារាវិញអ្នកគ្រូ ដល់ពេលថ្ងៃសុភេនបដូរទៅតាត់ថវីអត់នេះគ្រូតណា តាប់ខ្ញុំបានទេលោកគ្រូអត់អ្នកគ្រូ ប្រចាំខេត្តនោះជាគណៈនាយកអត់លោកគ្រូ បាទ ស្ដាប់អត់បានទេលោកគ្រូស៊ីរ៉ាគ្រូបានខានលោកគ្រូលឺខ្ញុំមែនគ្រូ លឺអ្នកគ្រូលឺដាច់អ្នកគ្រូ ចង់បញ្ជាក់ទៅខាងឧត្តមមានជ័យថាហេតុអីបានគាត់បន្តនាយកប្រធានគណៈនាយកប្រចាំខេត្តហ្នឹងត្រូវតែយកចេញពីនាយកសាលាណាហើយគាត់យកពីមន្ទីរមកវិញវាហាក់ដូចជាអត់ត្រូវទៅតាមការណែនាំដែលយើងបានអនុវត្តគ្រប់ខេត្តទាំង5ហ្នឹងហើយណា អូ ហើយចាខាងខ្ញុំចេញលិខិតបង្គាប់ការមួយដែលខ្ញុំបានផ្សាយជូនទៅអ្នកគ្រូណាបាទលិខិតបង្គាប់ការគឺមានគ្រប់អស់ហើយគាត់ថាយើងអត់មានគណៈគ្រប់គ្រងនយោបាយមួយទៀតអញ្ចឹងអ្នកគ្រូចង់បានគណៈគ្រប់គ្រងនយោបាយមួយទៀតទេណា អត់ទេលោកគ្រូអ្នកគ្រូគាត់ចង់បានគណៈដែលគ្រប់គ្រងនយោបាយប្រចាំខេត្តនឹងយកជានាយកហ្មងណាលោកគ្រូ អូអញ្ចឹងណាបាទបើថាគណៈគ្រប់គ្រងនយោបាយគឺនៅតែលោកគុំងយដដែលទេបាទ ហើយខ្ញុំឲ្យជ្រើសរើសប្រធានគណៈនាយកប្រចាំខេត្តហ្នឹងមានមន្ទីរនេះផ្ដល់សិទ្ធិទៅខាងលោកគ្រូតារាវិញដល់ពេលអញ្ចឹងខ្ញុំវាអត់យល់ពីរចនាសម្ព័ន្ធរបស់ខាងឧត្តមមានជ័យលោកគ្រូព្រោះតាមខេត្តមួយយើងតម្រូវឲ្យរើសប្រធានប្រចាំខេត្តហ្នឹងចេញពីគណៈនាយកចាអញ្ចឹងប្រធានមើលគណៈនាយកណាដែលគាត់ចំណាប់ចំនួនហ្នឹងយើងយកគាត់ជាប្រធានប្រចាំខេត្តហើយឬ3នាក់ទៀតជាអនុប្រធានជាគណៈនាយកដូចគ្នាដើម្បីជួយធ្វើកិច្ចការងារហ្នឹងហើយមន្ទីរអញ្ជើញចូលរួមដែរប៉ុន្តែជួយជំរុញនិងសម្របសម្រួលពីក្រោយអញ្ចឹងណាលោកគ្រូស្ដាប់ខ្ញុំលឺលោកគ្រូ បាទលឺតើអ្នកគ្រូលឺ
បាទអញ្ចឹងខ្ញុំនឹងរៀបចំសារថ្មីទៀតអញ្ចឹងដើម្បីជ្រើសរើសនៅគណៈនាយកតទៀតអញ្ចឹងអញ្ចឹងរក្សានៅដដែលគ្រូរឿងគណៈនាយករក្សានៅដដែលទេចារក្សាដដែលប៉ុន្តែយកតាមអ្វីដែលលោកគ្រូផ្ញើមកខ្ញុំដែលដាក់ប្រធានអនុប្រធានពីដើមដែលលោកគ្រូសេក្នុង Telegram មកណាលោកគ្រូរៀបចំគាត់តាមហ្នឹងទៅពួកខ្ញុំបានបញ្ជូនឈ្មោះគាត់នោះចូលក្នុងតារាងបញ្ជីរបស់យើងរួចហើយអញ្ចឹងបាទអញ្ចឹងសុំដូរតែមួយទេអ្នកគ្រូអញ្ចឹងសុំដូរតែគ្រូ IT មួយទេគ្រូ ICT មួយទេគឺដូរមកតាប់ឆាវីវិញអត់យកថ្នាក់ស្រុកទេចាអត់អីទេលោកគ្រូដូរនេះថាគាត់អាចមានជំនាញខាងនិយាយទៅមិនជំនាញអីច្បាស់លាស់គាត់ថាអាចប្រើប្រាស់កុំព្យូទ័របានអញ្ចឹងហើយគាត់អញ្ជើញចូលមករៀនសូត្រអីជាមួយគ្នាពាក់ព័ន្ធនឹង ICT ហ្នឹងលោកគ្រូអាចដោះដូរទៅហើយតំណែងទៅលោកគ្រូវ៉ាន់ផានបាទចានឹងខ្ញុំចូលរួមហើយដូចជាឮថាមានសំណួរពាក់ព័ន្ធនឹងរឿងវិញ្ញាសាតេស្តហ៎បានគ្រូពាក់ព័ន្ធវិញ្ញាសាតេស្តហ្នឹងតេស្តចាំខែហ្នឹងចម្ងល់មិនដែរវិញ្ញាសាដែលខ្ញុំខាងយុវឋានតម្លាក់ទៅនឹងជាសិលកិច្ចការប្រចាំសប្តាហ៍មែនទេលោកគ្រូបាទបានគ្រូចម្ងល់ខាងតំបន់មួយយើងហ្នឹងសំណពរខាងអ្នកគ្រូជួយចេញវិញ្ញាសាស្តង់ដារមួយសម្រាប់ចាំខែហ្នឹងតំបន់មួយយើងធ្វើទាំងអស់គ្នាអញ្ចឹងណាគ្រូចាដោយសារតែវិញ្ញាសាប្រចាំសប្តាហ៍ដែលយើងតម្លាក់ទៅជូនប្រើហ្នឹងជាវិញ្ញាសាតេស្តស្តង់ដារហើយប៉ុន្តែយើងធ្វើសម្រាប់ប្រចាំសប្តាហ៍ហើយខាងយើងលោកអនុប្រធានយុវដ្ឋានបានវយសម្លេងមកថាឲ្យយើងយកទៅតាមសាលាមួយហ្នឹងឆ្នៃវិញ្ញាសាហ្នឹងឲ្យទៅជាតេស្តស្តង់ដារប្រចាំខែព្រោះថាវិញ្ញាសាដែលបានធ្វើប្រចាំសប្តាហ៍ហ្នឹងគឺបានឆ្លងកាត់ការផលិតមកដោយមានឯកសារយោងគ្រប់គ្រាន់អញ្ចឹងណាហើយលោកគ្រូអាចយកទៅពិនិត្យមើលទៅថាអញ្ចឹងគ្រប់កម្រិតថ្នាក់ហ្នឹងវាមានពេញមួយឆ្នាំតែម្ដងអញ្ចឹងលោកគ្រូអាចយកទៅពិនិត្យមើលទៅថាថ្នាក់ទី2ទី3ហ្នឹងមកទល់ថ្ងៃនេះគាត់រៀនដល់មេរៀនអីហើយដល់ពេលប្រឡងប្រចាំខែហ្នឹងវាត្រូវមេរៀនអីយើងយកវិញ្ញាសាហ្នឹងមករៀបចំធ្វើសម្រាប់ប្រចាំខែយើងបានលោកគ្រូហេឡូអ្នកគ្រូបាទលឺចាអញ្ចឹងអ្នកគ្រូវិញ្ញាសាហ្នឹងគ្រូថាយកធ្វើតាមដូចថាចេញមកមួយឆ្នាំហ្នឹងអញ្ចឹងយើងដល់ខែហ្នឹងយកនឹងតែនៅខាងជញ្ជំនះស្រាក់នេះអញ្ចឹងយើងយកដដែលឬក៏មិនយើងទៅដូរឆ្នៃដូរតាមសាលាឬខាងយកឋានទៅចេញឲ្យតែម្ដងយើងឆ្នៃដូរនៅតាមសាលាយើងទៅពុវិញ្ញាសាដែលចេញមកនោះដូចជាគេដាក់ថាសាលាកិច្ចការប្រចាំសប្តាហ៍ក្នុងមួយឆ្នាំមែនទេលោកគ្រូបាទហើយគ្រូបាទចាហ្នឹងហើយយើងយកស្លឹកវិញ្ញាសាហ្នឹងទៅមើលទៅហើយយើងគិតថាបើយើងយកទៅធ្វើតេស្តប្រចាំខែតើយើងរាល់ថ្ងៃនេះយើងរៀនដល់មេរៀនទីប្រមាណហើយវិញ្ញាសាយើងសម្លឹងទៅមើលមេរៀនដែលយើងរៀនដល់ហ្នឹងយើងក្រុងនឹងធ្វើតេស្តសិស្សហ្នឹងនៅមេរៀនណាខ្លះអញ្ចឹងយើងពិនិត្យមើលទៅតាមកម្រិតថ្នាក់ហ្នឹងយើងយកទៅតាមហ្នឹងទៅបត់បែនតាមហ្នឹងហើយបើសិនជាវាមិនមែនជា PDF ជា Word លោកគ្រូអាចយកទៅឆ្នៃធ្វើជាវិញ្ញាសាតាមគំរូវិញ្ញាសាតេស្តស្តង់ដារដើមឆ្នាំចុងឆ្នាំដែលរបស់ឯកឧត្តមកែសារៈបានតម្លាក់ឲ្យប្រើប្រាស់ណាបាទលោកគ្រូបាទចាហ្នឹងហើយលោកគ្រូសាកពិនិត្យមើលហើយយើងឆ្នៃហើយយើងយកទៅធ្វើតេស្តសាកមើលទៅហើយយើងមានបញ្ហាអីឬក៏ជួបឧបសគ្គអីអាចយើងយកមកជែកគ្នាក្នុងអង្គប្រជុំហើយមួយទៀតលោកគ្រូមករាឃើញគាត់ធ្វើគម្រោងមេរៀនមួយមេរៀនមានច្រើនម៉ោងហ្នឹងដាក់ចូលនៅក្នុងក្រុមយើងហើយអរគុណលោកគ្រូច្រើនដែលបានខិតខំប្រឹងប្រែងហើយដឹកនាំសាលានៅក្នុងក
កម្រងរបស់លោកគ្រូហ្នឹងធ្វើកិច្ចការនឹងទៀតហើយបើសិនជាខេត្តផ្សេងមានចម្ងល់អីអាចសួរមកលោកគ្រូមករាខាងពោធិ៍សាត់ដែលគាត់មានបទពិសោធន៍ក្នុងការធ្វើកិច្ចការហ្នឹងអញ្ចឹងកិច្ចការនេះគឺយើងរៀនសូត្រពីគ្នាចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកអ្នកដែលធ្វើបានគឺចែករំលែកបទពិសោធន៍ទៅអ្នកដែលមិនទាន់ធ្វើបានអញ្ចឹងណាលោកគ្រូបានលោកគ្រូចាអីមានចម្ងល់អីទៀតទេលោកគ្រូពាក់ព័ន្ធនឹងដោយសារខ្ញុំស្ដាប់អត់សូវបានហើយយើងធ្វើដំណើរនៅលើឡានតាមផ្លូវនេះសេវាផាត់ផាយរហូតហើយចង់បញ្ជាក់ជូនលោកគ្រូស៊ីរ៉ាផងដែរខាងឧត្តរមានជ័យដោយសារតែខេត្តឧត្តរមានជ័យគឺជាខេត្តដែលអនុវត្តកញ្ចប់កំណានអញ្ចឹងសួរថាបើសិនជាយើងធ្វើគម្រោងមេរៀនមួយមេរៀនមានច្រើនម៉ោងហ្នឹងបើធ្វើអាហ្នឹងតើអនុវត្តអាហ្នឹងមែនទេប៉ុន្តែចង់បញ្ជាក់ថាចំពោះខេត្តដែលអនុវត្តកញ្ចប់អំណានគឺយើងនៅតែអនុវត្តកញ្ចប់អំណានតែគម្រោងមេរៀនមួយមេរៀនមានច្រើនម៉ោងទេយើងគ្រាន់តែធ្វើឲ្យយល់ឲ្យដឹងទេប៉ុន្តែការអនុវត្តគឺយើងអត់យកស្តង់ដារអំណានដូចលោកគ្រូពុនឈឿនហ្នឹងទៅបង្ហាញហ្នឹងទេប៉ុន្តែខេត្តដែលមិនអនុវត្តកញ្ចប់អំណានគឺត្រូវតែធ្វើកិច្ចការនេះគម្រោងមេរៀនមួយមេរៀនមានច្រើនម៉ោងដែលយើងហៅថាក្នុងប្រធានបទដែលអញ្ជើញលោកណាបញ្ជឿនមកធ្វើបទបង្ហាញហ្នឹងគឺគេហៅថាស្តង់ដារអំណានថ្នាក់ទី1ទី2ទី3ដោយផ្អែកលើគម្រោងមេរៀនមួយមេរៀនមានច្រើនម៉ោងអញ្ចឹងគ្រូប្រធានបទគេណាជំរាបសួរលោកគ្រូបានគ្រូមេរៀនមានច្រើនម៉ោងចាដល់ខ្ញុំចង់បញ្ជាក់ជូនមកនឹងដោយសារខាងឧត្តរមានជ័យអនុវត្តកញ្ចប់អំណានរបស់ក្រសួងហើយអញ្ចឹងដូចអត់លឺសួរបញ្ហាហ្នឹងហើយនោះថាមានចម្ងល់អីហើយខាងឧត្តរមានជ័យបានដំណើរការរៀបចំគម្រោងមេរៀននឹងបានប្រហែលមេរៀនហើយដែលយើងបានបែងចែកគ្នាណាហើយមួយទៀតតាមខេត្តមួយសូមជំរុញការអនុវត្តដូចជាការសំប្រាក់សំអីលោកគ្រូយើងមិនទាន់ធ្វើអីឲ្យមានជាឯកសារធំដុំយើងគ្រាន់តែប្រជុំផ្សព្វផ្សាយដល់សហគមន៍ឲ្យបានទូលំទូលាយទៅហើយការសំប្រាក់បំណែនរោគចំណូលអីហ្នឹងគឺជាកិច្ចការមួយដែលរួមផ្សំឲ្យសាលារបស់យើងវាយតម្លៃក្នុងឆ្នាំ2022នេះវាអាចជាប់ស្តង់ដារជាសាលាដែលមានប្រសិទ្ធភាពអីចឹងសម្រាប់ឆ្នាំដំបូងហ្នឹងតែជាមានការគេហៅថាធូរថយជាងឆ្នាំឧស្សាហកម្មឆ្នាំដំបូងហ្នឹងវាមានការធូរថយជាងឆ្នាំក្រោយទៀតលោកគ្រូនឹងលោកគ្រូខ្ញុំសូមចូលរួមប៉ុណ្ណឹងលោកគ្រូមានចម្ងល់អីទេលោកគ្រូអាចលើកឡើងបាទសូមជម្រាបសួរលោកគ្រូបាទខ្ញុំសូមសួរសូមបញ្ជាក់អ្នកគ្រូម្ដងទៀតសម្រាប់ឧត្តរមានជ័យខាងខ្ញុំនេះបើយើងប្រើប្រាស់កញ្ចប់អំណានហើយយើងមិនបាច់អនុវត្តកម្មវិធីច្រើនម៉ោងទេណាគ្រូមិនអនុវត្តទេប៉ុន្តែឲ្យរៀនធ្វើឲ្យដឹងលោកគ្រូតែអនុវត្តកញ្ចប់អំណាននៅតែអនុវត្តធម្មតាណាលោកគ្រូណាប៉ុន្តែគម្រោងមេរៀនមួយមេរៀនមានច្រើនម៉ោងនេះវាជាកិច្ចការមួយដែលធ្វើឲ្យគ្រូមានគំនិតគេហៅថាស្រាវជ្រាវសិក្សាស្វែងយល់ដើម្បីធ្វើកិច្ចការនឹងហើយមុននឹងទៅបរិញ្ញាសិស្សហ្នឹងគឺគាត់មានបានត្រៀមកិច្ចការនឹងវាហាក់ដូចជាកិច្ចតែងការអញ្ចឹងឯងណាគម្រោងមេរៀនហ្នឹងណាគ្រូប៉ុន្តែបើយើងមិនអនុវត្តទេប៉ុន្តែឥឡូវយើងចូលក្នុងសាលាគម្រោងហ្នឹងហើយយើងត្រូវតែធ្វើកិច្ចការហ្នឹងឲ្យដឹងទាំងអស់គ្នាលោកគ្រូប៉ុន្តែសម្រាប់អនុវត្តកញ្ចប់អំណាននៅតែអនុវត្តកញ្ចប់អំណានធម្មតាលោកគ្រូបាទចាខេត្តដែលមិនអនុវត្តកញ្ចប់អំណានគឺត្រូវតែធ្វើគម្រោងមេរៀនមួយមេរៀនមានច្រើនម៉ោងហ្នឹងហើយយកទៅអនុវត្តនៅខេត្តរបស់ខ្លួនផងដើម្បីឲ្យសាលារបស់យើងហ្នឹងមានស្តង់ដារពេញលេញនៅពេលដែលគេចុះវាយតម្លៃថាពុកម្ដាយយើងទៅដាច់ឆ្នាំហ្នឹងក៏ឆ្នាំ
ក្រោយទៀតណាលោកគ្រូ អត់ទេវាអសពូខៀវណាវា អរគុណលោកគ្រូអ្នកគ្រូកុំភ្លេចចុះវត្តមានផងខាងសកលលោកតម្លាក់វត្តមាន ហ្នឹងហើយ លោកគ្រូវណ្ណផានលោកគ្រូបានប្រជុំ ICT ជាមួយខាងមធ្យមអីហ្នឹងពាក់ព័ន្ធនៅបំណិនចំណូលអីហ្នឹងយើងអាចចូលទៅខាងលោកគ្រូវឌ្ឍនាគាត់ផ្ដល់សិទ្ធិជូនលោកគ្រូអាចចូលទៅមើលរបាយការណ៍នឹងបានហើយឬក៏យ៉ាងម៉េចដែរលោកគ្រូ អ្នកគ្រូសូមរាយការណ៍តាក់ទងនឹងការប្រជុំពីរលើកនេះគឺមានការចូលរួមពីលោកគ្រូសវត្តនារហូតអញ្ចឹងគាត់ជួយបន្តែតាក់ទងជាមួយនឹងការសុំសិទ្ធិខ្ញុំបានសុំគាត់ឲ្យប៉ុន្តែអត់តាន់បានគ្រប់គ្រងយើងនៅតែរួមជាមួយនឹងមធ្យមជាមួយបឋមមួយគ្នាអញ្ចឹងណាគ្រូអញ្ចឹងខ្ញុំក្តាប់អត់តាន់បានថាក្តាប់បឋមយើងក្នុងតំបន់មួយនេះខេត្តណាខ្លះដែលបានសន្សំបានអនុវត្តភូមិបៃតងគឺយើងអត់តាន់ក្តាប់បានណាគ្រូអញ្ចឹងចាលោកគ្រូកិច្ចការហ្នឹងបើសិនយើងបង្កើតលេងបើសិនយើងបង្កើតលេងនេះហើយយើងតម្លាក់ឲ្យតំបន់យើងបំពេញទៅវាមានទិន្នន័យក្នុងដៃយើងធ្វើអញ្ចឹងបានអត់លោកគ្រូអត់ទៅយក ICT សម្រាប់បានអ្នកគ្រូបានតាមពិតទៅយើងមាន link មួយដែលលោកគ្រូបូរ៉ាបានធ្វើសម្រាប់ខេត្តបៃលិនហ្នឹងយើងបានយកមកប្រើឲ្យលោកគ្រូអ្នកគ្រូលោកគ្រូនៅតាមប្រចាំតាមខេត្តមួយលោកចូលទៅបំពេញសេចក្ដីកទាំង5ទាំង6ហ្នឹងហើយមានបំណិនរោគចំណូលមានភូមិបៃតងក្នុងនឹងដែរអញ្ចឹងលោកគ្រូអ្នកគ្រូអាចបំពេញក្នុងនឹងទៅបើសិនជាក្តាប់បានតាមខេត្តមួយហើយប៉ុន្តែវាអត់តន់ច្បាស់លាស់ជាមួយនឹងចំណូលអីអញ្ចឹងគ្រូអ្នកគ្រូបើសិនជាគាត់ឲ្យយើងមានសិទ្ធិកាន់ទៅសាលាណាបំពេញគឺយើងអាចដឹងថាក្នុងសាលាណាស្រុកណាខេត្តណាដែលមានចំណូលខ្ពស់ទាបអីចឹងវាចេញក្រាស់ឲ្យយើងដឹងតែម្ដងអញ្ចឹងណាគ្រូបាទដោយសារចាតែលេងហ្នឹងយើងប្រើរួមជាមួយនឹងខាងមធ្យមបាទមធ្យមមិនបាទគ្រូឬក៏យើងផ្ដាច់តែយើងនៅក្នុងហ្នឹង link ដែលលោកគ្រូខាងមធ្យមខាងចាហ្នឹងគាត់ប្រើហ្នឹងគឺរួមអ្នកគ្រូតែខ្ញុំសុំសិទ្ធគាត់ដើម្បីចូលទៅមើលក្នុងផ្នែកបឋមដែលគាត់សំបានប្រហែលអញ្ចឹងគាត់នឹងសម្រួលឲ្យតាមក្រោយអ្នកគ្រូគាត់ថានឹងគាត់នឹងសម្រួលឲ្យខ្ញុំសូមចាអញ្ចឹងព័ត៌មាននេះលោកគ្រូអាចយើងអាចទាញយកសរុបសម្រាប់ប្រព័ន្ធHello អត់លឺអ្នកគ្រូអត់អីអ្នកគ្រូចាំមើលខ្ញុំជួបគាត់ម្ដងទៀតអ្នកគ្រូចាំមើលខ្ញុំសួរគាត់បញ្ហាហ្នឹងតើអាចបានយ៉ាងណាចាំខ្ញុំផ្ដល់ដំណឹងឲ្យអ្នកគ្រូតាមក្រោយវិញអ្នកគ្រូចាព្រោះអីទិន្នន័យសំប្រាក់សំអីហ្នឹងឯកឧត្តមកាងសារ៉ាត់ត្រូវការនៅពេលដែលយើងប្រជុំយប់នេះហ្នឹងគឺគាត់ឲ្យយើងបង្ហាញលេខជូនគាត់ណាបាទអ្នកគ្រូប៉ុន្តែដោយការសុំសិទ្ធិហ្នឹងរយៈពេលដែលសុំហ្នឹងមួយសប្តាហ៍ហើយប៉ុន្តែទៅមិញហ្នឹងឃើញ message គាត់ឆ្លើយថាបាទប៉ុន្តែមិនដឹងថាតន់យ៉ាងណាទេមិនតន់បានទៅជួបគាត់ផ្ទាល់មិញនេះគាត់ message មកលោកគ្រូវឌ្ឍនាមែនបាទអ្នកគ្រូលោកគ្រូវឌ្ឍនានៅខាងចាំនៅជាមួយខ្ញុំតាក់ទងទៅគាត់ឲ្យជួយពលឿនកិច្ចការហ្នឹងបាទអ្នកគ្រូបាទចាហើយបើលោកគ្រូចូលមើលបានលោកគ្រូជួយផ្ដល់លេខហ្នឹងទៅអ្នកគ្រូនៅឌីណាចាគាត់សម្របសម្រួលចាប់ពីថ្ងៃ1ខែ8នេះទៅអ្នកគ្រូគាត់ជួយសម្របសម្រួលនៅតំបន់មួយយើងហើយល្ងាចឡើងគាត់ចូលប្រជុំមួយឯកឧត្តមកែវសារ៉ាត់គាត់ត្រូវយកលេខហ្នឹងទៅបង្ហាញឯកឧត្តមកែវសារ៉ាត់ចឹងណាបាទអ្នកគ្រូបាទចាហ្នឹងសូមអរគុណច្រើនអញ្ចឹងអ្នកគ្រូមានសំណួរអីទៀតទេគ្រូមករាសូមបន្តកិច្ចការទៀតទៅហើយបន្ទាប់ពីសប្តាហ៍នេះទៅអ្នកណាត្រូវបន្តវេនហើយរបៀបវិរៈយើងត្រូវលើកអីខ្លះវិភាសាគ្នាហើយជម្រាបទៅខាង
ខាងសកលដូចជាឃើញអូនរដ្ឋាចូលរួមហើយអូនរដ្ឋាជំរាបសួរអូនអត់សេវាហ្មងលោកគ្រូប៊ុនឈិនលើលោកគ្រូប៊ុនឈិន លើអ្នកគ្រូលើអីអ្នកគ្រូលើតា ពួកឯងនិយាយទៅដូចស្ងាត់ឈឹងនៅម្នាក់ឯងហើយមករាលោកគ្រូមករាលោកគ្រូអញ្ជើញបន្តរបៀបរយៈទៀតទៅហើយកុំភ្លេចបដូរវេនអ្នកដែលត្រូវចូលសម្រាប់បុលសប្តាហ៍ក្រោយហើយរបៀបរយៈអីខ្លះរឿងតាក់ទងទៅលោកគ្រូរដ្ឋាឃើញគាត់ចូលដែរខាងសកលណាលោកគ្រូរដ្ឋាជំរាបសួរអូនអ្វីជំរាបសួរអូនចាអ្នកគ្រូ ចាអូនចេះចាប់ពីសប្តាហ៍នេះទៅថ្ងៃសុក្រម៉ោង 7 ម៉ោង 8ក្រុមតំបន់មួយនោះយើងប្រជុំ ICT អញ្ចឹងសូមឲ្យអូនជួយផ្ដល់link ចាតម្លាក់ link ចូលក្នុងក្រុមជូនទៅលោកវ៉ាន់ផានចាដើម្បីគាត់តម្លាក់ link ហ្នឹងយើងប្រើការប្រជុំនៅក្នុងតំបន់មួយយើងពាក់ព័ន្ធនឹងការងារ ICT ម៉ោង 7 ម៉ោង 8 យប់ថ្ងៃសុក្រហើយដោយសារអ្នកចូលរួមមានចំនួនច្រើនទៅផ្ទាល់ខ្លួនដែលតម្លាក់ហ្នឹងវាចូលអត់គ្រប់គ្នាអូនចាចូលប្រហែលជាប្រហែលអ្នកដែរណាគ្រូថ្ងៃសុក្រហ្នឹងគ្រូ សុក្រហ្នឹង ថ្ងៃសុក្រពេលយកបានមក 100 លោកគ្រូវ៉ាន់ថា ចាអត់អីណាគ្រូ100ជាងអត់អីចឹងខ្ញុំតម្លាក់ link ជូនទៅលោកគ្រូវ៉ាន់ផាន 100ជាងចា120ចាអរគុណច្រើនអូនមករាបន្តទៀតអូនហើយកុំភ្លេចបដូរវេនទៅអ្នកណាហើយនឹងរបៀបរយៈអីយើងបន្តផែនការបន្តយើងត្រូវធ្វើអីយើងដាក់របៀបរយៈឲ្យហើយទៅដើម្បីឲ្យខាងសកលគាត់យករបៀបរយៈយើងទៅដាក់បញ្ចូលនៅក្នុង topic link ដែលត្រូវប្រជុំហ្នឹងអរគុណច្រើនមករា អរគុណអ្នកគ្រូដែលបានជួយសម្របសម្រួលអញ្ចឹងលោកគ្រូដោយទឹកដៅបន្តរបស់យើងសប្តាហ៍ក្រោយយើងចូលទៅខេត្តកំពង់ឆ្នាំងគ្រូអនពិសេសគាត់អ្នកទទួលបន្ទប់បន្តសម្រាប់ធ្វើជាវិជាអញ្ចឹងតាមរបៀបរយៈរបស់យើងតើយើងគួរដាក់វិសាតេស្តនឹងជារបៀបរយៈទី3ដដែលយ៉ាងម៉េចគ្រូដូចយើងគិតថាទី1ទី2ភាសាតុកទី3ហ្នឹងយើងធ្វើអត់ទាន់ដែរយើងអាចយកអានឹងជារបៀបរយៈទៅលើសប្តាហ៍ក្រោយមានខេត្តណាគាត់ធ្វើហើយយើងយកមកសិក្សាទាំងអស់គ្នាពីភាសានឹងតែម្ដងលោកគ្រូមករាតកតងរបៀបរយៈទី3ហ្នឹងត្រូវខាងលោកគ្រូខាងណាគាត់ជាអ្នកបកស្រាយលោកគ្រូទី3ហ្នឹងរបៀបរយៈអ្នកគ្រូណារីណាគាត់អ្នកដាក់អញ្ចឹងដោយសារគាត់ជាប់បើកបរអញ្ចឹងទៅគាត់ថាឲ្យជួយបបួលខាងហ្នឹងអញ្ចឹងដោយសារតែនឹងយើងអត់ទាន់បានដឹងនឹងច្បាស់ទាំងអស់គ្នាតែអ្នកគ្រូដែលយើងគាត់ចូលមកតែអញ្ចឹងយើងគិតថាសប្តាហ៍ក្រោយយើងគួរដាក់នឹងទៀតអីមិនទេបាទលោកគ្រូបើមិនតាន់ទេតើយើងបន្តទៅវគ្គក្រោយអញ្ចឹងណាសម្រាប់ខ្ញុំចូលរួមបន្តិចតកតងជាមួយនឹងការងារធ្វើតេស្តហ្នឹងដែលលោកគ្រូចង់ធ្វើជាស្តង់ដារសម្រាប់មួយតំបន់ណាតាមលោកគ្រូបុរាណមានគំនិតចូលរួមហ្នឹងតាមពិតយើងឯកភាពថាមួយតំបន់ជាស្តង់ដារហ្នឹងវាល្អសម្រាប់ការងារហ្នឹងប៉ុន្តែយើងត្រូវថ្លឹងថាតើសាលាមួយហ្នឹងបានដើរតន់គ្នាតន់កម្មវិធីដូចគ្នាអត់អញ្ចឹងនៅក្នុងកិច្ចការមួយឆ្នាំហ្នឹងវាបានដាក់តាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំអញ្ចឹងបើខ្ញុំគិតឲ្យដាក់ថាជារួមមួយតំបន់ឲ្យដូចគ្នាព្រោះសាលាខ្លះគាត់រៀនហួសរៀនក្រោយរៀនមុនរៀនយឺតរៀនលឿនអញ្ចឹងទៅយើងមិនអាចដាក់ជាមានតែលោកគ្រូអ្នកគ្រូយកការងារទៅកែច្នៃហើយសម្រាប់ក្នុង link ដែលលោកគ្រូរុនបូរីដែលផ្ដល់ឲ្យហ្នឹងគឺតេស្តប្រចាំខែមួយហ្នឹងគឺតម្រង់វាដូច
ទៅនឹងសិភៅធំដែលលោកគ្រូអ្នកគ្រូសិភៅរដ្ឋបាលអាធំដែលសិភៅសម្រងបន្ទុកនោះដូចគ្នាបែបបាត់គឺមានសមត្ថភាពទាំង4ទាំងអីហ្នឹងគឺតេស្តប្រចាំខែគឺយើងអត់យកតេស្តជារបៀបលក្ខណៈតេស្តដើមឆ្នាំតេស្តអំណាចស្ទាត់អំណាចលឿនអីនោះទេអញ្ចឹងវាមានសមត្ថភាពអាននិយាយសរសេរអីចឹងទៅអញ្ចឹងដូចខ្មែរមាន4មុខជារងហើយកណិតមានចំនួនមានសទ្ធិមានអីចឹងចឹងលោកគ្រូស្វែងយល់ទៅក្នុងហ្នឹងទៅគឺអត់ពាក់ព័ន្ធគ្នាជាមួយនឹងតេស្តដើមឆ្នាំទេដាច់ឲ្យឡែកពីគ្នាអញ្ចឹងបានន័យថាដូចជាយើងធ្វើការងារប្រឡងគ្រូប្រឡងអញ្ចឹងគ្រាន់តែថាយើងប្រជុំបច្ចេកទេសក្នុងកម្រងឬក្នុងសាលារៀនដើម្បីជ្រើសរើសវិញ្ញាសាមកដាក់ឲ្យត្រូវនឹងកម្មវិធីដែលសាលាគាត់ដើរឬក្នុងកម្រងដែលគាត់ដើរជាមួយគ្នាប្រហែលសាលានោះឲ្យធ្វើរួមគ្នាឲ្យដូចគ្នាតែបើឲ្យដូចក្នុងតំបន់ខ្ញុំគិតថាជាការពិបាកគាត់ថាចង់ឲ្យលោកគ្រូអ្នកគ្រូឆ្នៃមកធ្វើជាការងារប្រចាំខែនេះគាត់ជាកម្រិតចូលរួមហើយគួរមិនគួរសូមអធិស្ឋានតាមនឹងបាទអរគុណចឹងលោកគ្រូយើងដាក់ទឹកដៅបន្តទៅវាមកកាន់តែច្រើនហើយបាទយើងយករបៀបវរៈដដែលហ្នឹងទៅដោយអ្នកគ្រូរីដាគាត់តកោលេគេលោកគ្រូណេតរីណាចឹងយើងយកអានឹងដែរទៅហើយសម្រាប់សប្តាហ៍ក្រោយចឹងសូមលោកគ្រូមានតំណាងខេត្តពោធិ៍សាត់ចូលរួមអាចជម្រាបប្រាប់លោកគ្រូពិសិដ្ឋព្រោះលោកគ្រូត្រូវដល់វេនសម្រាប់សប្តាហ៍ក្រោយជាអ្នកសម្រួលក្នុងតំបន់មួយចឹងលោកគ្រូអ៊ុនពិសិដ្ឋណាចឹងទោះបីគាត់អត់បានចូលរួមចឹងសូមឲ្យលោកគ្រូសេងហួរលោកគ្រូចាំជួយតាក់ទងគាត់ទៅឲ្យគាត់សម្រួលយើងអត់បាច់ដូរទេអញ្ចឹងណាបាទអញ្ចឹងរបៀបវិរៈរបស់យើងរក្សានៅដដែលទាំងអស់ទៅក៏បានដែរបាទអរគុណអញ្ចឹងឆ្លងតាមកាយវិសារយៈពេល1ម៉ោងកន្លះម៉ោងមកអញ្ចឹងចប់អញ្ចឹងវាវគ្គបន្តយើងរក្សាទុកដដែលដើម្បីសប្តាហ៍ក្រោយអញ្ចឹងសប្តាហ៍ក្រោយយើងសូមជូននីតិទៅលោកអូនសិស្សនៅខេត្តកំពង់ឆ្នាំងអញ្ចឹងសូមលោកប្រធានតំបន់មួយលោកជាងហួរជួយប្រាប់នឹងទៅលោកអូនសិស្សផងសូមអរគុណសូមនិយាយចុងក្រោយសូមលោកគ្រូទាំងអស់ជួបតែស្ដីសុខពេលវេលាសូមអរគុណលាបាទជូនពរលោកគ្រូអ្នកគ្រូទាំងអស់ជោគជ័យភារកិច្ចចំពោះមុខបាទសូមគោរពអរគុណជ្រាបលាសូមអរគុណសូមជម្រាបលាលោកគ្រូលោកប្រសបាយទីអរគុណច្រើនគោរពជម្រាបលាហើយសូមជូនពរលោកអ្នកគ្រូសូមមានសុខភាពល្អទាំងអស់គ្នាអរគុណចា៎បាទគ្រូអរគុណកើត30 នាទី